បើជាដំបូងខ្ញុំបាទមេចានសូមគោរពនិងជំរាបសួរទៅដល់ប្រិយមិត្តនិងអ្នកទស្សនាទាំងអស់ដែលតាមទស្សនារាល់ការផ្សាយរបស់ Green Motion Podcast ដោយសពមួយដងថ្ងៃនេះយើងនឹងជជែកជុំវិញទៅលើកិច្ចពិភាក្សាអំពីវិស័យសិល្បៈដដែលក៏ប៉ុន្តែយើងងាកមករកប្រធានបទថ្មីដែលជាប្រធានបទដ៏ពិសេសហើយនឹងមានការចាប់អារម្មណ៍បំផុតវាគ្មិនថ្ងៃនេះគឺជាវាគ្មិនដ៏ពិសេសមួយដែលយើងធ្លាប់ជជែកជាមួយលោកកាលពីអេពីសូតមុនម្ដងហើយអំពីសិល្បៈដូរតន្ត្រីពីសម័យការវិវត្តនៃការដូរតន្ត្រីតាំងពីសម័យសង្គមរាស្ត្រនិយមសម័យសាធារណរដ្ឋខ្មែររហូតមកដល់ពេលបច្ចុប្បន្នថាតើមានការវិវត្តបែបណាលោកស្រីក៏បានជៀបស្រួយស្រាប់មកហើយក៏ប៉ុន្តែនៅក្នុងពេលវេលានេះគឺជាឱកាសដ៏ពិសេសដែលលោកនឹងផ្ដល់កិត្តិយសសម្រាប់ឲ្យយើងមកធ្វើការពិភាក្សានិងសុំកិច្ចអន្តរាគមន៍ពីលោកជុំវិញទៅលើប្រធានបទរបស់យើងគឺស្ដីអំពីកម្មសិទ្ធិបញ្ញានៃបទចម្រៀងវិញម្ដងតើប្រធានបទនេះនឹងមានការចាប់អារម្មណ៍បែបណាហើយលោកនឹងមានគន្លឹះសំខាន់អ្វីខ្លះក្នុងការមកចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាយើងកុំឲ្យខាត់ពេលវេលាយូរយើងជួបជាមួយលោកតែម្ដងគឺលោកពូទួយសិនឋានាបាទជំរាបសួរពូបាទលោកពូទួយសិនឋានាគឺជាវីរៈសិល្បករដូរតន្ត្រីហើយក៏ជាកវីនិពន្ធបទចម្រៀងដ៏ល្បីល្បាញនាសម័យអតីតកាលផងដែរហើយមកដល់ពេលបច្ចុប្បន្ននេះលោកនៅតែបន្តបេសកកម្មរបស់លោកពាក់ព័ន្ធជាមួយនឹងដូរតន្ត្រីនិងសិល្បៈលោកពូទួយសិនឋានាអ្វីដែលខ្ញុំចង់ដឹងជាដំបូងនេះថាតើកម្មសិទ្ធិបញ្ញាមានអត្ថន័យយ៉ាងម៉េចហើយកម្មសិទ្ធិបញ្ញាយើងបែងចែកជាប្រភេទណាខ្លះបាទបញ្ហាកម្មសិទ្ធិបញ្ញាគឺជាបញ្ហាសួចស្រាវមួយដែលប្រទេសយើងទើបតែនឹងបានបង្កើតជាប្រហែលឆ្នាំចុងក្រោយនេះបែរជាក្នុងវងក្បែរ10ឆ្នាំអីហ្នឹងយើងមានបង្កើតមានច្បាប់កម្មសិទ្ធិបញ្ញាហើយដែលតាក់ទងនឹងសិល្បៈតាក់ទងបទភ្លេងហ្នឹងណាគឺដោយសារដែលយើងចូលប្រទេសយើងបានចូល WTO ចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកនៅពេលដែលយើងចូលទៅគេបានសួរយើងតាក់ទងកម្មសិទ្ធិបញ្ញាព្រោះកម្មសិទ្ធិបញ្ញាវាមានបែងចែកជាពីរព្រោះអាហ្នឹងវាអាចតាក់ទងជាមួយនឹងការធ្វើពាណិជ្ជកម្មហើយបាទគឺកម្មសិទ្ធិបញ្ញាមួយគឺគេនិយាយពី patent ហ្នឹងបានគេថាកម្មសិទ្ធិបញ្ញាផ្នែកបច្ចេកវិទ្យាដូចថាអ្នកផលិតបច្ចេកវិទ្យាអីមួយខោគេលួចផគេណាខ្ញុំសូមលើកឧទាហរណ៍បន្តិចចុះបាទរឿងធំមួយដែលយើងភាគច្រើនប្រហែលជាបានដឹងណារឿង telephone នេះmobile phone យើងនេះបាទរវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន iPhone ហ្នឹងហើយមួយក្រុមហ៊ុន Samsung ពេលហ្នឹង Samsung កំពុងល្បីឡើងខ្លាំងដែរគឺតាក់ទងនឹងកម្មសិទ្ធិបញ្ញាមួយគេធ្វើគេហៅថា screen គេហៅថា touch screen យើងប៉ះ screen ទៅទាញបានណាបាទហើយខាងក្រុមហ៊ុននេះគេបានប្តឹងក្រុមហ៊ុន Samsung ថាអ្នកឯងលួចរបស់ខ្ញុំពួកខ្ញុំបានដាក់ពេតង់មួយហើយដាក់យើងសុំកម្មសិទ្ធិពេតង់គឺ touch screen ហ្នឹងគឺរុញទាញគេប៉ះ screen បានអូទៅអូមកបាទដល់ពេលហ្នឹងខាងក្រុមហ៊ុន Samsung តវ៉ាចាញ់គេនៅអាមេរិកសងគេជាង 1000 លានប៉ុន្តែគេនៅចំពោះប្រទេសគេគឺគេមានការគេដាក់ submit apply គេ register ក៏មកក្រុមហ៊ុនធំគេមាន register កន្លែងផ្សារធំគេ register នៅហ្នឹងគេទៅដាក់ជុំជីនៅហ្នឹងអញ្ចឹង Samsung ជុំជីនៅអាមេរិកហើយ iPhone ក៏មានជុំជីនៅកូរ៉េត្បូងដូចគ្នាបាទអញ្ចឹងមកដល់កូរ៉េត្បូងខាង Samsung ប្តឹងវិញម្ដងដឹងថាអ្នកឯងចោទខ្ញុំថាខ្ញុំលួចអ្នកឯងចេះប៉ុន្តែខ្ញុំមិនមែនធ្វើតែវិលទាញលឿឡើងក្រោមខ្ញុំឆ្វេងស្ដាំទៀតអញ្ចឹងខាងនោះទៅសងវិញម្ដងជា1000លានដែរអញ្ចឹងទៅលួចមកណាបាទគាត់ថាលួចម្ដងអញ្ចឹងឆ្លងសងឲ្យទួញទៅមកទៅវាឲ្យវាខាត់យ៉ាងតិចតួចវាអញ្ចឹងវារឿងអាហ្នឹងខ្ញុំត្រូវលើកឡើងពីតាក់ទងកម្មសិទ្ធិបញ្ញាតាក់ទងបច្ចេកវិទ្យានៅមានច្រើនទៀតបច្ចេកវិទ្យាប៉ុន្តែខ្ញុំធ្វើលើកឡើងប៉ុណ្្នឹងកុំឲ្យប៉ុណ្្នឹងបងប្អូនអាចយល់ព្រោះរឿងហ្នឹងយើងធ្លាប់ដឹងច្រើនដែរមួយទៀតកម្មសិទ្ធិបញ្ញាដែលតាក់ទងនឹងគេហៅថាភាសាខ្មែរកម្មសិទ្ធិបញ្ញាតាក់ទងនឹងបទភ្លេងចម្រៀងអញ្ចឹងណាគឺថាវាអត់មិនមែនជាបេតង់ទេគេហៅថាជាកម្មសិទ្ធិបញ្ញាហ្មងគឺសម្រាប់ការអ្នកនិពន្ធបទភ្លេងអ្នកនិពន្ធចម្រៀងអ្នកតែងល្ខោនអ្នកធ្វើកុនអ្នកធ្វើអីចឹងគឺជារឿងពីច្រើនសិល្បៈនៅក្នុងហ្នឹងតែភាពជាម្ចាស់បាទភាពជាម្ចាស់សិល្បៈហើយកន្លែងហ្នឹងគឺក៏ស្មុគស្មាញដែរកម្មសិទ្ធិបញ្ញាបែបហ្នឹងក៏ស្មុគស្មាញខ្លាំងមកដែរព្រោះវាមានរឿងច្រើនដែលទៅចែកគ្នាដល់ស្រុកប្រទេសគេបង្កើត
រឿងគេដល់គេប៉ះពាល់រឿងច្រើនព្រោះប្រទេសគេរីកចម្រើនធំទីផ្សារគេធំ បាទពូ គេធ្វើបទចម្រៀងមកគេលក់បានរាប់សិបលានដុល្លាររាប់ពាន់លានដុល្លារស្រុកខ្មែរយើងវាតូចទេមិនទាន់មានអីប៉ុន្តែគេបង្ខំឲ្យយើងធ្វើដែរឥឡូវនេះយើងមានហើយបើយើងក៏មិនទាន់អនុវត្តឲ្យបានខ្លាំងក្លានៅឡើយទេព្រោះការយល់ដឹងវាមានកម្រិតទាបអញ្ចឹងខ្ញុំសូមនិយាយរឿងស្រុកគេថាអបមកថាអ្នកនិពន្ធបទភ្លេងមួយគាត់មានបទចម្រៀងមួយគាត់ទៅថតស្រុកគេគឺមានគឺគេក្រុមហ៊ុនគេធំគឺគេចូលផ្លូវរដ្ឋទាំងអស់គេបងពុនឲ្យរដ្ឋគេចូលបញ្ជីឲ្យរដ្ឋពីក្រុមហ៊ុនEMC EMI អីចឹងក្រុមហ៊ុនដែលថតធំហ្នឹង បាទ ហើយនៅពេលដែលក្រុមហ៊ុនវាយើងដែលបើគាត់ឃើញតាមម្នាក់ណាល្បីគាត់ទៅអញ្ជើញអ្នកហ្នឹងមកគាត់បាយយាយលុយគាត់បាយយាយលុយឲ្យគាត់ទិញបទគេហ្នឹងហើយគេមានកុងត្រាទេមិនមែនទិញយកដាច់ដូចខ្មែរទេពីដើមខ្មែរបើគេទិញឲ្យលុយម្ដងចប់ហើយស្រុកគេអត់ទេទិញហើយគេតាមលក់រហូតលក់អ្នកឯងលក់ល្បីដល់ពេលណាគឺគេនៅបានលុយពេលហ្នឹងរហូតគេមានភាគរយប្រគិនក្នុងហ្នឹងរហូតមានកុងត្រាជាប់បាទអញ្ចឹងបានសិល្បករស្រុកគេនៅរស់ស្រួលដោយសារគេមានតែមួយបទទេគេអាចចិញ្ចឹមខ្លួនគេមួយជីវិតដោយសារគេលក់តែម្ដងហើយគេនៅបានលុយរហូតបើសិនបទនឹងល្បីឡើងវិញក៏នៅគេបានលុយទៀតដែរអញ្ចឹងហើយដល់បញ្ហាដែលយើងនិយាយកម្មសិទ្ធិបញ្ញាតាក់ទងនឹងប្រទេសគេមានច្បាប់អញ្ចឹងហើយកាលណាចូលទៅម្ចាស់ខ្លួននឹងដែលមានបទហ្នឹងត្រូវតែចុះកិច្ចព្រមព្រៀងមួយទៅសេបញ្ជាក់ថាបទនេះជាបទរបស់ខ្ញុំដាក់ទៅឲ្យក្រុមហ៊ុនគេដែលអ្នកថតហ្នឹងបានគេថតឲ្យហើយគេទុកជាឯកសារតែថ្ងៃក្រោយsẽមានអ្នកផ្សេងប្តឹងដល់អ្នកផ្សេងប្តឹងគឺគេយកមកមើលហើយគេតាមដានខាងតុលាការគេស្រាវជ្រាវតាមដានខាងអ្នកជំនាញគេខាងភ្លេងគេតាមដានថាអ្នកឯងលួចគេអញ្ចឹងអ្នកឯងត្រូវមានទោសសងគេហើយអាចជាប់គុកអានេះជាព្រមមិនទាន់ដែរជាតាក់ទងព្រមមិនទាន់អញ្ចឹងខ្ញុំសូមនិយាយប៉ុណ្្នឹងសិនចុះអានេះមិនថាបើតាមរដ្ឋប្រវេណីទេអាចជាប់នឹងបទខ្ញុំឬក៏បទព្រមមិនទាន់បាទទាំងពីរទៅទៀតអ្វីដែលលពូបានចែករំលែកនេះគឺប្រហែលឆ្នាំមុនយើងមានជាការជួនដំណឹងពីបណ្ដារាជរដ្ឋាភិបាលដែរពាក់ព័ន្ធជាមួយនឹងកម្មសិទ្ធិបញ្ញានេះឯងតាក់ទងជាមួយនឹងយើងនិយាយពី logo គឺ logo ណាដែលមានភាពស្តៀងគ្នាជាមួយនឹងផែនទីជាមួយអីហ្នឹងគឺដាច់ខាតគឺត្រូវតែផ្លាស់ប្ដូរទៅវិញដើម្បីកុំឲ្យពាក់ព័ន្ធជាមួយនឹងកម្មសិទ្ធិបញ្ញាក៏ប៉ុន្តែឥឡូវនេះមកដល់ពេលបច្ចុប្បន្នវិស័យសិល្បៈនៃប្រជាជាតិកម្ពុជាកំពុងតែមានការបោះជំហាននៅលពូហើយវាស្របពេលនឹងបច្ចេកវិទ្យានៃប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមទាំង channel Facebook ក៏ដូចជា YouTube ឬក៏ TikTok អីផ្សេងៗក៏មានការរីកចម្រើនរហូតដល់បងប្អូនសិល្បករសិល្បករនីឬក៏អ្នកដែលផលិតមាតិកាហ្នឹងគឺគាត់អាចរកចំណូលបានតាមរយៈការផុសឬក៏បង្ហោះរាល់វីដេអូឬក៏ music ប្រព័ន្ធតន្ត្រីអីទាំងអស់ហ្នឹងនៅលើ channel របស់គាត់ចឹងទៅឥឡូវនេះមានការដេញដោលគ្នាពាក់ព័ន្ធជាមួយនឹងចាប់ដើមគិតណាចាប់ដើមគិតអំពីការលួចចម្លងអំពីកម្មសិទ្ធិបញ្ញាហ្នឹងហេតុអីបានយើងទៅធ្វើអញ្ចឹងខ្ញុំចង់សុំសួរលពូតាក់ទងជាមួយនឹងការយល់ឃើញវិញថាតើធាតុផ្សំធាតុចូលសមាសធាតុផ្សំនៃកម្មសិទ្ធិបញ្ញាហ្នឹងក្នុងនាមយើងដែលជាអ្នកតន្ត្រីករឬក៏យើងជាអ្នកនិពន្ធបទចម្រៀងហ្នឹងត្រូវរៀបចំនៅលក្ខណៈសម្បត្តិឬមួយក៏រៀបចំនៅសមាសធាតុផ្សំនៃបទចម្រៀងហ្នឹងមួយបទហ្នឹងយ៉ាងបែបណាទៅដើម្បីឲ្យវាកើតឡើងហើយឲ្យមានការច្បាស់លាស់ទៅលើកម្មសិទ្ធិបញ្ញាហ្នឹងឯងនេះគឺជារឿងចំណុចសួរហ្នឹងគឺជ្រៅល្អណាស់សួរជ្រៅទៀតហើយគួរតែខ្ញុំនឹងបកស្រាយជូនបាទថាបទចម្រៀងមួយចំពោះយើងខ្មែរយើងពីទម្លាប់តាំងពីដើមមកដោយសារប្រទេសយើងពីដើមយើងមានភ្លេងបុរាណទេមានភ្លេងបុរាណដល់ចាប់ជុំភ្លេងសម័យគឺសម័យចុងសម័យកាលបារាំងនៅស្រុកខ្មែរហ្នឹងបាទគឺគាត់បានបង្ហាត់ភ្លេងហ្វង់ហ្វាសម្រាប់លេងផ្លុំបទប្រគល់ទង់ជាតិបទ défilé បទដើរព្រោះអយត្រាអញ្ចឹងគាត់ស្រាប់ផ្លុំចាស់អញ្ចឹងអញ្ចឹងដល់ពេលហ្នឹងបារាំងបានយកដេញតម្លៃថោកគ្រូតម្លៃថោកគឺគ្រូជនជាតិហ្វីលីពីនយកគាត់មកនៅបងបង្ហាត់នៅក្នុងវាំងណាភ្លេងកាលហ្នឹងថាភ្លេងវាំងភ្លេងហ្វង់ហ្វាភ្លេងផ្លុំហ្នឹងហើយពួកគាត់ក៏ធម្មតាដើម្បីរកលុយក្រៅពេលហ្នឹងបារាំងគេចូលចិត្តរំហែកបារាំងចឹងពួកហ្នឹងគេទៅលេងនឹងបាររំរែកនឹងបាទៅអញ្ចឹងវាមានភ្លេងនឹងមកយើងទ្រលាប់ទាំងមួយដល់ទ្រលាប់ទាំងមកយើងអត់យល់ទេយើងអត់បានដឹងអំពីថាម៉េចបានហៅភ្លេងយើងកសាងបុតន្ត្រីកយើងជើងចាស់ដែលគាត់បកែយ៉ាងណាក្រោយក៏គាត់នៅតែអត់បានព្រោះនេះវាតាក់ទងច្បាប់ផ្លូវច្បាប់តាក់ទងស៊ីជម្រៅតាក់ទងទេសនវិជ្ជាគាត់ចេះតែភ្លេងគាត់បកែភ្លេងគាត់បកែណាគាត់បកែមែនតើខ្មែរយើងក៏បកែដែរណាកែខ្លាំងអញ្ចឹងមានការលំបាកមួយអញ្ចឹងពីដើមយើងបែងចែកចេះដូចជាខ្ញុំនិយាយលើកមុនហើយថតថាបើយើងថតចម្រៀងអញ្ចឹងអ្នកសរសេរបទបាន1500បើខ្ញុំអ្នកតែងបទភ្លេង1500អ្នកទំនុកជាង1500ហើយនឹងអ្នកអារងចំងអ្នកធ្វើសម្រួលតន្ត្រីបាន1500បាទ
ដល់ពេលខ្ញុំទៅនិយាយជាមួយគេនៅអន្តរជាតិទៅចែកមួយគេសោកគេសួរថាមានអារម្មណ៍ច្មងដែរបើបត់មួយអ្នកឯកទេសអញ្ចឹងមានអ្នកសម្រួលតន្ត្រីដែរខាងស្រុកខ្ញុំគេទម្លាប់តែអញ្ចឹងទៅមានអ្នកសម្រួលពួកខ្មែរខ្លះគាត់ចេះធ្វើនៅហ្នឹងតែនឹងជាបត់អីក៏បាន5បានលុយហើយម្នាក់ទៀតទៅសេតែប៉ារ៉ូលទៅសេទំនុកជាងដាក់ចូលមកទៅហើយទៅមានអ្នកមួយទៅប្រៀបចំសម្រួលផងលេងណាទៅអកទៅណាលេងអីស្គរវាយមិនធ្វើវាយចេញហ្នឹងគេសោចហ្មងគេថាគេថាប្លែកដែរក្បែរគេថាអាចមានដែរប្រទេសខ្លះគ្នាអញ្ចឹងវាអញ្ចឹងណាពួកវាអត់មានស្រុកគេគឺសិល្បៈករគឺចេញពីសាលាគឺចេញពីសាលាហ្មងអញ្ចឹងគេមានក្បួនរបស់គេចេញពីសាលាមកគឺបានគេថាអ្នកនិពន្ធបទភ្លេងគឺជាមនុស្សសំខាន់ជាងគេបំផុតក្នុងបទភ្លេងមួយដើម្បីឲ្យចម្រៀងនឹងបទចម្រៀងនឹងល្បីបានគឺ compose គាត់ទៅរៀបចំទាំងអស់ដាក់ភ្លេងណាលេងអីរបៀបមិនឲ្យប៉ារ៉ូទៅយកប៉ារ៉ូបែបណាគាត់ទៅសរសេរខ្លួនគាត់យកគាត់សរសេរ lyric ហ្នឹងសរសេរទំនុកច្រៀងខ្លួនគាត់ដើម្បីឲ្យស៊ីជាមួយបទប្រកបហ្នឹងហើយជួនកាលគាត់យករបស់គេដែរបើជួនកាលអាចមានគេសរសេរមកល្អដែរតម្រូវមួយបទប្រកបទើបគាត់យកអញ្ចឹងជាទូទៅហើយអ្នកហ្នឹងគេហៅ compositor ហើយខ្មែរយើងក៏យល់ compositor គឺស្ថិតអ្នកខាងឯ symphony ធំមែនទេគឺអ្នកដែលសរសេរបទឯងគេហៅថា songwriter ក៏បានហើយគេហៅមួយទៀតបូកក្នុង songwriter មាន composer មានការ compose មានការរៀបចំទាំងអស់ទាំងភ្លេងទាំងអីទាំងអស់បាទហ្នឹងសំខាន់ចឹងនៅពេលដែលយើងគិតកម្មសិទ្ធិបញ្ញាគឺគេឲ្យតម្លៃទៅលើអ្នកដែលមានបទភ្លេងហ្នឹងមកអញ្ចឹងលុយដែលគាត់ត្រូវបានក្នុងកម្មសិទ្ធិបញ្ញាដែលបល់មុនគេគឺអ្នកដែលសរសេរបទភ្លេងមកដល់អ្នកដែលមាន lyric គាត់ថាគាត់សរសេរទំនុកច្រៀងចូលហ្នឹងគឺគេឲ្យមកភាគមួយផ្នែកមួយចង្កោបើល្បីខ្លាំងមកតែអ្នកមកសុំយកទៅ cover សុំយកទៅលេងគាត់ស្រឡាញ់គឺគាត់ស្រឡាញ់គាត់ចង់បានទាំង lyric ហ្នឹងដោយសារ lyric វាល្អវាចាក់បេះដូងចាក់អីចឹងទៅណាបាទអញ្ចឹងទៅគេឲ្យតម្លៃគេតថ្លៃណាតថ្លៃមួយអ្នកម្ចាស់ព្រីមតថ្លៃមួយម្ចាស់ទំនុកជាងផ្សេងមួយទៀតនិយាយគ្នាទៅបើគាត់និយាយទៅគ្នាតម្លៃនេះមកគេនិយាយតម្លៃមិនយកអញ្ចឹងហ្នឹងខ្ញុំសូមលើកឡើងអញ្ចឹងhọអត់មានអ្នកអារម្មណ៍ឆ្មងអ្នកអារម្មណ៍ឆ្មងអ្នកដែលសម្របងួរភ្លេងនេះគឺឧទាហរណ៍ថាបទហ្នឹងបទរបស់ខ្ញុំតែងយូរហើយប៉ុន្តែថ្ងៃក្រោយទៅខាងក្មួយហ្នឹងចង់យកបទខ្ញុំទៅសរសេរយកទៅធ្វើជាសាច់ភ្លេងសុទ្ធទេគាត់អារម្មណ៍ចំហបន្ថែមភ្លេងបន្ថែមវាលងបន្ថែមពួកបទខ្ញុំច្រៀងដូចថាច្រៀងមានតែហ្គីតា2ស្គរ1ច្រៀងម្នាក់ឯងប៉ុន្តែលោកក្មួយយកទៅសរសេរថែមទៅវាលងដាក់មានឲ្យច្រើនបំពេញក៏ថតសម្រាប់ឲ្យគេបទបំពេញឲ្យគេដេកបទបំពេញឲ្យគេហូបបាយឆ្ងាញ់អានឹងគេហៅអារម្មណ៍ចំហអានឹងគេហៅអារម្មណ៍ចំហបាទខ្ញុំអានេះក៏ដែរដែលខ្ញុំបានសិក្សាបាននិស្សិតជែកច្រើនគឺអញ្ចឹងមានអញ្ចឹងបាទគឺជាអ្នកសម្រួលតន្ត្រីគឺសរសេរថ្មីប៉ុន្តែរបស់គេនេះមិនរបស់គាត់ទេបើគាត់ជាអ្នកសម្រួលតន្ត្រីគាត់បានលុយគឺគាត់លុយក៏ធំដែរលុយពួកគាត់សរសេរមើមសរសេរធំដូចដាក់វា symphony អញ្ចឹងបើនិយាយដូច symphony ហ្នឹងតន្ត្រីធំមែនតើគាត់សរសេរអាហ្នឹងគេហៅអារម្មណ៍ហ្មងហើយបាទបើជាទម្លាប់របស់ពូវិញពេលច្រើនពូកដាប់យកទាំងអស់ទៅខ្លួនឯងតែម្ដងឬមួយក៏បែងចែកដែរជាទូទៅខ្ញុំជាទូទៅខ្ញុំធ្វើខ្លួនឯងទាំងអស់ព្រោះធម្មតាបើយើងបត់ជើងបានថាបត់ភ្លេងខ្ញុំមិនហ៊ាននិយាយទៅថាបើយើងនិយាយទៅយើងអួតតែយើងបត់យើងល្បីខ្ញុំមិនហ៊ានថាអីបើបត់ខ្ញុំសរសេរទៅគឺយើងតម្រូវទីមួយតើសរសេរតម្រូវអ្នកចម្រៀងមួយណាយើងទៅឲ្យគាត់ច្រៀងណាបត់ហ្នឹងត្រូវសម្លេងគាត់ច្រៀងយើងសរសេរទៅតាមហ្នឹងតម្រូវបត់ហ្នឹងទំនុកច្រៀងទៅដាក់តាមរបៀបចឹងមិនត្រូវជួនកាលយើងមានគ្នា2នាក់ជួនកាល2នាក់យើងស្រឡាញ់គ្នាណាដូច Orchestra ចឹង Orchestra ពលមកគ្នាហើយនឹង John Lennon ហ្នឹង2នាក់គាត់សហការគ្នាហ្មងជួនកាលម្នាក់សរសេរបត់ជួនកាលម្នាក់សរសេរទំនុកច្រៀងគឺគាត់ឲ្យតម្លៃ2នាក់គាត់ស្មើគ្នាហើយដាក់មកចូលគ្នាហ្មងវាអញ្ចឹងវាទៅតាមពេលវេលាទៅតាមមនុស្សទៅតាមទីកន្លែងតាមអីចឹងប៉ុន្តែជាគោលការណ៍គឺអញ្ចឹងបាទទៅតាមកលៈទេសៈអ្វីដែលលោកពូបានចែករំលែកនេះវាពិតជាចាប់ផ្ដើមធ្វើឲ្យយើងមានការចាប់អារម្មណ៍មានការបដោតបដាហើយខ្ញុំចង់ដឹងបន្តទៀតឥឡូវអ្វីដែលក្នុងនាមយើងជាអ្នកនិពន្ធជា composer ហ្នឹងគាត់យើងចាប់ផ្ដើមយល់អំពីការងារនៃការផលិតទាំង lyric ក្តីទាំងគេហៅថាទំនុកច្រៀងទាំង rong semong អីផ្សេងៗនិងទាំង parole តើខ្ញុំចង់ដឹងទៀតបន្ទាប់ពីយើងរៀបចំអាហ្នឹងហើយតើមានអីដែលជាគេហៅថាសូចនាករឬក៏ការវាស់ស្ទង់ហ្នឹងពូតើមានអីដែលយើងអាចយកមកវាស់យកមកកំណត់បានអាហ្នឹងខ្ញុំចង់សួរភ្ជាប់មួយទៀតថាតើសម្រាប់កម្មសិទ្ធិបញ្ញានេះទៀតសោតបច្ចុប្បន្នមានស្ថាប័នណាឬក៏ក្រសួងណាដែលជាអ្នកទទួលខុសត្រូវលើការងារហ្នឹងហើយគេយកអីដើម្បីអាចជាសូចនាករមកវាស់ទៅលើកម្រិតកម្មសិទ្ធិបញ្ញានេះបាន
បញ្ហានេះគឺនៅប្រទេសយើងអត់ទាន់បបពិសោធន៍ទេព្រោះខ្ញុំបានជួបជាមួយក្មួយសតាគាត់កាន់ខាងកម្មសិទ្ធិបញ្ញាហ្នឹងគាត់បាននិយាយមួយខ្ញុំច្រើនដែរគាត់ក៏ល្អដែរគាត់ជាមន្ត្រីមួយនៅក្រសួងវប្បធម៌គាត់កាន់ហ្នឹងបាទគាត់យល់ដឹងច្រើនគាត់និយាយល្អប៉ុន្តែប្រទេសយើងអត់ទាន់មានបបពិសោធន៍ទេគាត់ក៏មិនទាន់មានបបពិសោធន៍ក្នុងការងារហ្នឹងឥឡូវខ្ញុំសូមជម្រាបពីរឿងបបពិសោធន៍នៅប្រទេសគេបាទនៅប្រទេសគេកាលណាគេនិយាយពីកម្មសិទ្ធិបញ្ញាតាក់ទងបទភ្លេងគឺគេស្អីក៏ដោយគឺឯកជនអស់ទេគេឯកជនណាក្រុមហ៊ុនឯកជនមួយគឺគេពេលដែលដូចខ្ញុំនិយាយមិញតើមកខ្ញុំមានបទភ្លេងបើទៅសុំគេថតគេធួថាអ្នកឯងមកថតអ្នកឯងទៅបញ្ជាក់សិនព្រោះខ្ញុំថតឲ្យអ្នកឯងប៉ុន្តែអ្នកឯងត្រូវលក់ឲ្យអ្នកពេលអ្នកឯងលក់ទៅឲ្យអ្នកក្រុមហ៊ុនណាលក់ឲ្យក្រុមហ៊ុនហ្នឹងគេទាមទារមកឲ្យអ្នកឯងទៅសេបញ្ជាក់មកមានលិខិតផ្លូវការមួយខ្លួនឯងសញ្ញាបញ្ជាក់ផលិតមេដៃថាបទហ្នឹងពិតប្រាកដជាបទរបស់ខ្ញុំបាទហើយគេដាក់លក់ឲ្យដល់ចេញលក់ទៅស្អាតមានម្នាក់ប្តឹងហ្នឹងយើងជាប់ហើយបើសិនជាអ្នកប្តឹងហ្នឹងវាគេបត់របស់គេមែនគេយកមកឆែកជួនកាលហ្នឹងវាមានគោងគ្នាដែរដូចនៅមានបត់វិទិបត់របស់John គាត់មានយកបត់គេមួយគេប្តឹងគាត់ដែរដឹងថាគាត់អត់សុំគេបាទគាត់យកលើសពី4ច្រវាក់យកដល់8ច្រវាក់គាត់យករបស់គេប្តឹងគាត់អញ្ចឹងគាត់ទៅសងគេរាប់លានបាទបើគេមានលុយអត់អីប្រទេសវាធំហើយមួយទៀតលោកPaul លោក George Harrison គាត់លេងហ្គីតា solo នៅ Beatles ហ្នឹងបត់ My Lord និង My Sweet Lord នេះគាត់យករបស់គេមកដែរប៉ុន្តែគាត់អត់ដឹងគាត់បានយករបស់គេយកច្រើនហើយគាត់ភ្លេចខ្លួនគាត់យកមកទៅសេប៉ារ៉ូថ្មីអាហ្នឹងមានពាក្យមួយគេហៅថាស្អីគេហៅថាយើងប្រឡេមប្រឡំយើងមើលប្រឡេមប្រឡំក៏ខុសច្បាប់ឯងគេប្តឹងដូចនេះសងគេដូចគ្នាគឺគាត់ល្បីប៉ុណ្ណឹងសងដូចគ្នាឥឡូវខ្ញុំសូមបញ្ជាក់ថែមតិចថាបញ្ហាកម្មសិទ្ធិបញ្ញានេះវាមានរឿងពីរពួកបើខ្ញុំមិនចង់និយាយពីរឿងកម្មសិទ្ធិបញ្ញាតាក់ទង technology ហ្នឹងបច្ចេកវិទ្យាណាបើប្រទេសគេកម្មសិទ្ធិបញ្ញាហ្នឹងនៅក្រោមក្រសួងពាណិជ្ជកម្មព្រោះក្រសួងពាណិជ្ជកម្មគេការមើលអ្នកស៊ីលក់ដូរតាក់ទងបច្ចេកវិទ្យាហ្នឹងគេគ្រប់គ្រងប៉ុន្តែប្រទេសយើងភាគច្រើនកម្មសិទ្ធិបញ្ញារបស់យើងតាក់ទងសិល្បៈអញ្ចឹងគេដាក់នៅមួយរោងវប្បធម៌អញ្ចឹងណាបាទហើយអញ្ចឹងនៅពេលដែលមានរឿងអញ្ចឹងកើតឡើងដល់ពេលបកស្រាយអញ្ចឹងវាមានរឿងច្រើនណាស់ថាទី1គេលើកឡើងសូគេថាបទចម្រៀងមួយភាគច្រើនអ្នកខ្លះបើបទបុរាណខ្មែរយើងថាបទអីដើមស៊ីតគួនបទអីដើមណាយើងថាពីដើមយើងយកអ្នកណាយកមកទៅសេក៏បានទៅសេដូរ lyric ដូរទំនុកច្រៀងដូរអីចឹងដូរអីអត់អីព្រោះវាអត់មានម្ចាស់មិននឹងអ្នកណាម្ចាស់ក៏ស្លាប់បាត់យូរមកហើយតាំង100 300 400 500ឆ្នាំហើយអត់មានទេយតាមចឹងបាទមានទេអញ្ចឹងជើងជឿគាត់ចេះតែសេអីតនេះធ្វើអីធ្វើទៅចេះទៅប៉ុន្តែដល់វាទលាប់ចឹងមួយអាហ្នឹងជាទលាប់តាំងយកបានបត់ខ្លះតាមពិតបត់ហ្នឹងគូម្ចាស់ស្លាប់ដែរសម័យពលពតគាត់ស្លាប់ហើយប៉ុន្តែអ្នកក្រៅគាត់យកបត់គេហ្នឹងមកគាត់ដូរទៅសេប៉ារ៉ូលទៅសេទំនុកច្រៀងថ្មីដាក់ទីថ្មីអីចឹងទៅប៉ុន្តែអ្នកខ្លះគេដឹងគេថាបត់ហ្នឹងល្បីពីដើមបត់ហ្នឹងល្បីពីដើមឈ្មោះនេះទេបើមិនមកចេញយ៉ាងចេះវិញតាន់ត្រង់ហ្នឹងគឺមានគេជជែកគ្នាបើច្បាប់ស្រុកយើងអត់តាន់មានប្រទេសគេជជែកគ្នារួចហើយគេថានៅពេលដែលយើងយកបត់មួយយកមកបន្លំគេហ្នឹងគឺ infringement ពេលអង់គ្លេស infringement យើងបន្លំយកមកទៅសេដាក់អីឈ្មោះអីដាក់ឈ្មោះយើងថ្មីដូរឈ្មោះដូរបត់បើបត់របស់គេចាស់ហើយបត់ជំនាញប៉ុន្តែអាប្រូថ្មីយើងដាក់របស់យើងបន្លំហ្នឹងតែបើសិនជាបត់នឹងម្ចាស់ស្លាប់អស់ហើយប៉ុន្តែបត់នឹងជាបត់ល្បីពីដើមគឺរដ្ឋគេអាចប្តឹងអ្នកឯងថាអ្នកឯងប្រឡេងប្រឡំ infringement គោតាក់ទងផ្លូវច្បាប់ដែរគឺទៅសងដែរទៅឈប់ទៅបិទចោលលុបចោលអត់ឲ្យប្រើទេគេឲ្យទុករបស់គេរក្សាភាពដើមរបស់គេដោយសារបត់នឹងវាល្បីងួនអ្នកណាក៏ស្គាល់ពីគេថាបត់ល្បីពីដើមណាបើអត់មានអ្នកណាកាន់កាប់អីទេប៉ុន្តែគឺគេចឹងដែរមួយទៀតនៅពេលគេនៅរស់យើងយករបស់គេទៅធ្វើយកទៅកែប៉ារ៉ូលកែ lyric កែទំនុកណាកែដាក់ឈ្មោះថ្មីច្រៀងអញ្ចឹងទៅជួនកាលលក់ផាតអីអញ្ចឹងទៅកែច្នៃចូលឡើងអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចជាបបខ្ញុំមួយខាងបារមីគាត់បានសុំខ្ញុំគាត់ធ្វើត្រឹមត្រូវបារមីដែលវណ្ណដាគាត់ច្រៀងហ្នឹងគាត់សុំបទខ្ញុំបទចម្រៀងសោកាហ្នឹងគាត់សុំដាក់ក្បាលហើយយកដាក់កតុយអីចឹងទៅគាត់សុំក្បាលគាត់សុំសិទ្ធិបើយើងត្រឹមត្រូវទោះជាមិនបានគាត់ចង់ឲ្យខ្ញុំទៅសេសញ្ញាគាត់ប៉ុន្តែគាត់អត់បានធ្វើឲ្យខ្ញុំអត់បាននិយាយប៉ុន្តែបើយើងជាមនុស្សកាលណាយើងសន្យាថាយើងសុខចិត្តឲ្យគេហើយ
dương tới thì group dương ao kia tới kia vô thưa tới chẳng á តែការដែលពួកអនុញ្ញាតឲ្យហ្នឹងវាស្មើនឹងយើងផ្ដល់អាហ្នឹងសម្រាប់ឲ្យគេជាម្ចាស់តែម្ដងឬមួយក៏អាហ្នឹងនៅតែជារបស់យើងដដែល វានេះជារបស់របស់យើងបាទតើណាយើងប្រគល់ឲ្យគាត់យកទៅដាក់ក្បាលអីបញ្ចូលអញ្ចឹងទៅណាហើយពូធម្មតាកាលណាស្រុកគេដែលច្បាប់តឹងតែងដោយសារអ្នកឯងយកទៅលក់អញ្ចឹងប្រទេសគេរៀបអមនៅស្រុកគេយើងជាអ្នកឥឡូវយើងជួយយើងក៏ជួងកាប់គិតអញ្ចឹងដែរអញ្ចឹងបានយើងចូល WTO ហ្នឹងគេឲ្យយើងគិតអាហ្នឹងថាអ្វីដែលគេខំបង្កើតកម្មសិទ្ធិបញ្ញាគេរកឃើញគេស្រាវជ្រាវឃើញយើងទៅគោរពគេទៅសុំសិទ្ធិគេតិចច្រើនដល់សុំឲ្យលុយគេទៅបើយើងយករបស់គេមកលេងណាបាទហើយពេលហ្នឹងយើងត្រូវតែយើងសំខាន់យើងគោរពគេគោរពកម្មសិទ្ធិបញ្ញាហ្នឹងគេចង់ឲ្យយើងប្រទេសយើងប្រជាជនយើងឲ្យដាក់ទូទៅគោរពអាហ្នឹងដើម្បីគេអ្នកគេមករកស៊ីស្រុកយើងនោះបាទព្រោះថ្ងៃក្រោយគេថាយើងអត់ចេះគោរពវិញយើងជួនកាល technology យើងយករបស់គេទៅប្រើលួចរបស់គេអីចឹងណាយើងចម្លងបាទចម្លងដូចជាពីដើមយើងឃើញថាប្រទេសដែលយើងតែងថាឲ្យប្រទេសចិនក៏ប្រកែលួចគេប្រកែគេចោលឥឡូវចិនគេកែអស់ហើយគេចាប់កែពីដើមគេមិនគេនៅកោគេមិនទាន់ប្រកែដល់គេប្រកែគេចាប់គិតរឿងហ្នឹងហ្មងប្រទេសគឺគិតហ្មងដើម្បីគេពួកគេអីវ៉ាន់គេលក់ពេញពិភពលោកហើយបើកាលណាយើងក៏អត់គ្រប់តាមធ្វើបញ្ញាអីវ៉ាន់យើងទៅយកលក់ស្រុកគេអត់ទិញទេគេថារបស់ចោលគេថាអញ្ចឹងខ្ញុំឧទាហរណ៍ប្រទេសខ្លះដែលលួចគេបើយកទៅលក់គេអត់ទិញហ្មងបាទយើងគឺប្រទេសខ្លះទៀតគាត់ខំធ្វើយកទៅលក់អត់មានណាទិញបាទអត់ជាបញ្ហាទេអត់ជាបញ្ហាទេអ្វីដែលពូមានប្រសាសន៍មកហ្នឹងព្រោះការពីអាណត្តិទី1ការជំនាន់ប្រធានាធិបតីខ្ញុំលើកពីសេដ្ឋកិច្ចទៀតលោកលោក Donald Trump ក៏ធ្លាប់ដាក់មកចិនដូចគ្នាថាចិនកំពូលខាង copyright ឬក៏ជាចោលអីហ្នឹងអានោះវាអាចថាជាអ្វីដែលជាប្រសាសន៍គាត់ធ្លាប់លើកឡើងកន្លងមកដែរដូច្នេះកម្មសិទ្ធិបញ្ញានេះគឺពិតជាមានសារៈសំខាន់ពិតមែនអ្វីដែលខ្ញុំចង់ដឹងជាបន្តពូខ្ញុំចុចបាននៅចំណុចដែលពូមានប្រសាសន៍ថាប្រឡែមបន្លំនោះគឺចំណុចដែលប្រឡែមបន្លំនោះខ្ញុំចង់ឲ្យពូកំណត់ឲ្យបានច្បាស់លាស់បន្តិចតកតងជាមួយនឹងយើងនិយាយអំពីសិល្បៈអំពីតន្ត្រីដដែលទៅចុះតើបែងចែកឬក៏កំណត់បែបណាទីហោថាបើសិនជាចង្វាក់ហ្នឹងចង្វាក់រំវងឬក៏ចង្វាក់ឡាំលាវអញ្ចឹងចុះនៅពេលដែលយើង compose ឬក៏យើងនិពន្ធតាក់តែងចេញមកទំនុកច្រៀងចេញមកហ្នឹងវាបើសិនជាមិនដូចគ្នាទាំងស្រុងក៏ប៉ុន្តែវាមានភាពបតិកលាគេហៅថា likewise ឬក៏ស្តៀងគ្នាខ្លះមួយចំនួនណាឬក៏ចង្វាក់ហ្នឹងវារៀងបដុំបសងវាក្នុងខ្សែស្របគ្នាតែទាំងទំនុកច្រៀងទាំងបារ៉ូលអីហ្នឹងគឺផ្សេងគ្នាទេតើអាហ្នឹងយើងអាចចាត់ថាជាការរំលោភកម្មសិទ្ធិបញ្ញាឬក៏ថតចម្លងគ្នាទេឬមួយក៏ជាគំនិតច្នៃប្រឌិតរបស់គាត់រៀងខ្លួនអាហ្នឹងជារឿងមួយដែលគេទៅជែកនេះខ្លាំងណាស់ដែរនៅអន្តរជាតិហ្នឹងគេដល់គេកំណត់ប្រទេសខ្លះគេឲ្យថា4ច្បាប់ទៅដូចច្រឡងគេ4ច្បាប់គឺអ្នកឯងជាប់ជាកំហុសគេហៅថាមាន2យ៉ាងលួចចម្លងហ្នឹងគឺតាក់ទងផ្លូវច្បាប់ដូចគ្នាហៅខុសច្បាប់ដូចគ្នាអាមួយគេហៅបន្លំ infringement បន្លំណាបាទគឺដោយឲ្យតែពាក្យថាបន្លំគឺចេតនាមានចេតនាហើយយើងខំបញ្យល់ទេខ្ញុំអត់ទេខ្ញុំអត់បន្លំគេរោបើគេរោធ្វើអ្នកឯងអចេតនាយកដល់ចៃដន្យជាប់ដល់ចៃដន្យអានឹងគេអាចអនុគ្រោះបានខ្លះដែរប៉ុន្តែតែអ្នកឯងត្រូវតែកែដែរបើគេចេញផុសគេចេញមុនអ្នកឯងត្រូវតែកែឬមួយក៏ថាគេបើម្ចាស់គេអនុគ្រោះថាលើឲ្យទុកចោះអត់អីទេក៏អត់អីដែរនឹងអាចចឹងណាតែបើសិនជាគេចាប់បានថាអ្នកឯងមានចេតនាបន្លំអានឹងខុសច្បាប់ទៅផាកពិន័យទៅមានទោសប៉ុន្តែមិនមានដល់ជាប់គុកមិនទាន់ដល់ព្រមទាន់ផាកពិន័យទេបើមួយទៀតគេ fraud អាមួយ infringement គឺបន្លំអា fraud នេះគឺថាលួចត្មងគឺថាគេយកមកបោកយកមកដាក់ដល់ខ្លួនរបស់ឯងអស់ហ្មងយកមកគេមកដាក់ឈ្មោះខ្លួនឯងហ្មងបាទអាហ្នឹងយើងគិតលួនយើងខ្ញុំកាអ្នកដែលធ្វើឲ្យគាត់ស្លាប់បាត់ហើយស្រុកខ្មែរអត់មានណាដឹងណាបើស្រុកគេអត់បានទេនៅតែមានអញ្ចឹងព្រោះគេចុះបញ្ជីយួរតាំងពី100ឆ្នាំមុនគេចុះតាំងពីចាប់មានភ្លេងប៉ុន្តែយើងអត់មានអ្នកខ្លះអត់មានអញ្ចឹងអ្នកខ្លះគូគាត់ផោទៅតាមហ្នឹងទៅប៉ុន្តែយើងត្រូវគិតចេះថាបើយើងធ្វើជាពលរដ្ឋខ្មែរយើងពលរដ្ឋអង្គរប្រជាជនខ្មែរដែលជាប្រជាជនអង្គរដែលសាងសង់អង្គរមួយដែលគេចាត់ទុកជាសពរយកម្មអស្ចារ្យលើពិភពលោកបើយើងជាប្រជាជនរបស់ប្រទេសមួយដែលសម្បើមពីដើមមកយើងទៅលួចរបស់គេបាទអាហ្នឹងគឺយើងអាណិតប្រទេសយើងទៅក៏គេថាមកក៏អំឡានិយាយថាគេថាយើងសាយវាជាប់ហើយជាប់គេអត់លួចទេគេខូចឈ្មោះមួយយើងណាតន់បាទអញ្ចឹងយើងគួរតែយើងរៀនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំសប្បាយដែរបាទខ្ញុំមកបកស្រាយក្មួយបានសួរហ្នឹងព្រោះវាសំខាន់ជាកិត្តិយសជាតិធំណាស់កិត្តិយសជាតិបើជាតិយើងស្គាល់ហ្នឹងច្បាស់គោរពអាហ្នឹងច្បាស់គឺគេនឹងឲ្យចម្លែកជាតិយើងមក
ហើយអ្នកណាគេចង់មករកស៊ីរកយើងគេថារកស៊ីស្រុកខ្មែរផលិតទំនិញស្រុកខ្មែរបានយកទៅលក់ស្រុកគេទិញព្រោះគេថាស្រុកនឹងស្រុកដែលគោរពកម្មសិទ្ធិបញ្ញាเป็นជនជាតិមួយដែលគោរពកម្មសិទ្ធិបញ្ញាចឹងមកចិនសរុបកំផថ្ងៃគាត់ខំកែខ្លាំងដើម្បីគាត់ដាក់លក់ទំនិញគាត់លក់ពេញពិភពលោកគាត់លើគាត់លក់ដោយសារគាត់កែបានល្អណាស់គាត់កែខំកែខ្លាំងណាស់គាត់កែមែនតើរហូតដល់អ្នកដែលកំហុសមកយកដាក់គុកហ្មងដែលទៅធ្វើប្តីលួចគេលួចបត់ចម្រៀងគេអីគឺជាប់គុកហ្មងគេដាក់ទោសធ្ងន់ណាបើយើងមិនដល់ប៉ុណ្្នឹងទេប៉ុន្តែថាបើយើងចាប់ដើមពីថ្ងៃហ្នឹងទៅបើសិនជាគាត់យល់គាត់ស្រឡាញ់ជាតិនឹកឃើញអាណិតប្រទេសជាតិហើយថាយើងមានគូក្បាលមួយគេដែលទៅលួចផុសគេថាផុសយើងអត់កើតលួចបត់បរទេសប្រទេសជិតខាងទីយើងយកផុសគេមកដាក់ផុសយើងអីវាអត់សមហើយយើងជាជនជាតិមួយថាបត់ភ្លេងយើងពីដើមយើងមានភ្លេងយើងបុរាណពីដើមរាប់ពាន់រាប់រយផនបត់ដែរក៏យើងរកអ្នកនិពន្ធខ្មែរយើងអត់មានលួចទេគាត់សេរបស់គាត់ទាំងអស់ណាហើយភ្លេងរបស់ខ្មែរភ្លេងផ្លុំលេខខ្លុយណារបស់យើងភ្លេងមកយើងអស់យើងក៏មានកិត្តិយសចុះមកគេឲ្យតម្លៃយើងអង្គខ្លាំងណាស់ដោយសារយើងអត់លួចណាទាំងអស់ហើយយើងvà lấy dương thời kích loរឿងហ្នឹងវិញខ្ញុំមិនហ៊ាននិយាយទេប៉ុន្តែដោយរឿងខ្ញុំសូមថែមទេខ្ញុំមិនចង់និយាយតាក់ទងហ្នឹងមានបទខ្ញុំខ្លះគាត់យកទៅគាត់ដាក់តែបទបរទេសបទរបស់ខ្ញុំម្ចាស់នៅរស់ក៏អត់ធ្វើសួរទេបាទអ្នកខ្លះក៏ដីអាហ្នឹងដែលគាត់ភ្លេចយើងអត់បន្ទោសគាត់ដោយសារគាត់យើងចេញពីអាពោតមកមនុស្សងើបចេញពីអាពោតមកអត់ដឹងខ្លួនទៅអញចេះទៅចេះតែពួយបាទឥឡូវយើងដឹងហើយមួយថ្ងៃហ្នឹងយើងកាន់តែដឹងដូចឥឡូវអង្គការWTO គេមកយើងហើយយើងមានច្បាប់កម្មសិទ្ធិបញ្ញាហើយយើងគួរតែយើងភ្ញាក់រលឹកដើម្បីយើងកែហ្នឹងទៅហើយដូច្នេះជាកលបទអង្គរយើងគួរតែមានស្មារតីជាតិតែមួយស្មារតីដែលស្មោះត្រង់មួយកុំឲ្យមានការលួចចម្លងគ្នាអញ្ចឹងណាព្រោះកន្លងមកក៏មានរដ្ឋមួយដែលព្យាយាមយកគំរូទៅតាមអធិបតេយ្យឬក៏សំណងប្រាសាទអង្គរវត្តរបស់យើងដែរហើយរហូតដល់មានការផ្ដឹងផ្ដល់មានការស្នើអីពីអន្តរាគមន៍ពី UN ផងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងអាហ្នឹងតាក់ទងជាមួយនឹងប្រាសាទអង្គរដែលមានរដ្ឋមួយហ្នឹងគឺគាត់ព្យាយាមយកចម្លងទៅតាមគំរូអីចឹងទៅយើងងាកមកវិញតាក់ទងជាមួយនឹងសិល្បៈតន្ត្រីនិយាយអំពីកម្មសិទ្ធិបញ្ញាវិញខ្ញុំចង់សួរលោកពូបន្ថែមទៀតដោយសារតែបច្ចុប្បន្នតាំងពីអតីតកាលរហូតមកដល់ពេលនេះទំនុកច្រៀងចង្វាក់ melody ផ្សេងហ្នឹងមិនក្រោមរាប់ម៉ឺនរាប់លានបទទេក៏ប៉ុន្តែពូហើយតាក់ទងជាមួយនឹងកម្មសិទ្ធិបញ្ញាឬក៏ភាពជាម្ចាស់នឹងទៀតសោតតើក្នុងនាមយើងដែលជាតន្ត្រីករឬក៏ជាអ្នកនិពន្ធហ្នឹងគួរតែមានគេហៅថាសុភវិនិច្ឆ័យឬមួយក៏ការគិតវិភាគនឹងបែបណាដើម្បីឲ្យយើងតាក់តែងមកណាពេលដែលយើងចាប់ដើមគិតមកចង្វាក់ហ្នឹងក៏មកវាមានអាភាពបតកលាឬមួយក៏ចូលទៅក្នុងទម្រង់នៃការលួចចម្លងកម្មសិទ្ធិបញ្ញាតើអាហ្នឹងមាននេះយុទ្ធសាស្ត្របែបណាដែរវាថាយុទ្ធសាស្ត្រវាត្រូវតែមានហើយធម្មតាប្រទេសជាតិយើងតែងយើងមានបាក់សាលារៀនសាលាខាងសិល្បៈអញ្ចឹងណាយើងមានខ្លះទៀតស្រុកគេក៏អ្នកខ្លះគាត់លេងគាត់ចេញពីធម្មជាតិប្រកបគាត់បកកែទៅគាត់អត់ចាំបាច់ចូលរៀនសាលាទេបាទក៏ប៉ុន្តែគេមានការមួយគឺគេគោរពកម្មសិទ្ធិបញ្ញាហ្នឹងមកគេកាត់ឡើងគឺនៅពេលដែលក្នុងសាលារៀនគេពង្រៀនមនុស្សឲ្យស្គាល់អាហ្នឹងមកឲ្យដឹងអាហ្នឹងមកទីមួយគោរពកម្មសិទ្ធិបញ្ញាបាទពូបាទគោរពអ្វីជាស្នាដៃគេឲ្យស្គាល់ស្នាដៃគេបើយើងយករបស់គេចង់មកយកមកលេងអីហ្នឹងទៅសុំសិទ្ធិគេខ្ញុំឧទាហរណ៍មួយទៀតថាយើងយកបទគេមកច្រៀងនៅក្នុង concert មួយចឹងយើងយកបទគេមកច្រៀងធម្មតាស្រុកគេក៏ពិបាកដែរអាចមានបញ្ហាដែរតាមប្រទេសខ្លះដែរបើប្រទេសខ្លះទៅយកមកច្រៀងអត់អីទេព្រោះគាត់មិនដាក់លក់ទេបើយកដាក់លក់ពេលយើងយកមកផលិតធ្វើជាថាសធ្វើជាអីប្រហោះលក់បានលុយអានឹងយើងត្រូវគិតគឺមានបញ្ហាជាកំហុសហើយខុសច្បាប់ហើយតែបើធ្វើឲ្យយើងទៅច្រៀង concert ជាងអីចឹងក៏ប៉ុន្តែស្រុកគេហៅទៅលេងប្រទេសគេមិនសូវមិនដូចយើងឥឡូវយើងដូរអស់ហើយយើងអត់មានក្រុមទៀតទេយើងចាប់ឆាយភ្លេងយើងទៅចាប់ឆាយឬពីនេះឲ្យតែមានលេងឬពីនេះម្នាក់ទៅលេងទៅណាវាអត់មានឈ្មោះក្រុមអីមួយទេពីដើមសឹកមានក្រុមដូចក្រុមយោធាភិរមក្រុមសម្រួតភិរមក្រុមធនាគារក្រុមធំហើយបើក្រុមភ្លេងតូចដូចពួកខ្ញុំក្រុមអិន្ទ្រាការក្រុមអប្សរាក្រុមបាក់សេចាំក្រុងសឹកមានក្រុមរបស់គេកាលណាគឺមានក្រុមគឺអាក្រុមហ្នឹងហើយដែលធ្វើឲ្យគេប្រយ័ត្នគេគិតកិត្តិយសណាហើយប៉ិនពីជំនាន់ហ្នឹងក៏យើងមានយកបទគេមកលេងណាដែលសារយើងអត់ស្គាល់ពីកម្មសិទ្ធិបញ្ញាទេសម័យមុនយើងអត់ទាន់ដឹងប៉ិនសម័យហ្នឹងបើសិនជាយើងមានក្រុមអញ្ចឹង
dương phiên chập làm group với cái này dương vô từ thọt bot dương từ tạng khuôn dương đây khuôn những cho sự nhẹ thọt bot nhâm tay hay bây giờ bỏ kế từ hộ mà chắc cái sông kia បាទពូ សុំគេញសុំអ្នកឯងមកថតគេមើលផ្សារខ្មែរផ្សារខ្មែរតិចអញ្ចឹងគេយកលុយត្រឹមតែមកថាបើស្រុកគេទាវរាប់លានស្រុកខ្មែរតែ100ឬបង500បង1000នេះប៉ុណ្ណឹងបានខ្ញុំឧទាហរណ៍វាអញ្ចឹងណាយើងសុំគេអញ្ចឹងសំខាន់គឺយើងមានការមួយតែដែលប្រទេសយើងដូចមួយសួរមិញអញ្ចឹងគឺថាយើងត្រូវតែចេះផលិតដោយខ្លួនយើងហើយដើម្បីធ្វើឲ្យល្អដើម្បីធ្វើបទភ្លេងឲ្យល្អគឺសំខាន់គឺយើងអ្នកដែលធ្វើបទភ្លេងដូចខ្ញុំនិយាយមិញអញ្ចឹងគឺថា compose ខ្លួនឯងទឹកឲ្យខ្លួនឯងទាំងអស់បាទបង្កើតខ្លួនឯងទី2គឺតាំងចិត្តថាគេធ្វើបានយើងក៏ត្រូវធ្វើបានគេតែងបទល្អបានយើងក៏ខំប្រឹងមិនតែងឲ្យល្អដូចគ្នាបានធ្វើដើម្បីតាក់ទាញពួកគេយើងមិនតែងទៅតាមអាមេរិកកាំងតាមអង់គ្លេសគេរបៀបសិល្បៈគេលេងខុសយើងអញ្ចឹងវាព្រោះអញ្ចឹងយើងស្ដាប់ទៅព្រោះហើយបើយើងតែងមករបៀបខ្មែរក៏យើងធ្វើមិនឲ្យព្រោះរបៀបខ្មែរទៅធ្វើមកខ្មែរយើងស្រឡាញ់គ្រប់ត្រទៅណាក៏មានអ្នកនិពន្ធខ្មែរយើងល្អគាត់តែងទៅល្បីខ្លាំងយ៉ាងច្រើនដែរបាទហើយចំណុចមួយទៀតតកតងជាមួយនឹងរយៈពេលកន្លងមករហូតមកដល់ពេលនេះពូមានបទចំណុចច្រើនមែនទែនដែលក្រោមការនិពន្ធក្រោមការបង្កើតសម្រាប់កន្លងមករហូតមកដល់ពេលនេះថាតើបទរបស់លោកពូមានការទទួលស្គាល់ឬក៏ចុះបញ្ជីពាណិជ្ជកម្មឬក៏ចុះបញ្ជីបទទទួលស្គាល់ថាជាកម្មសិទ្ធិបញ្ញាហ្នឹងជាមួយនឹងផ្នែកណាហើយនៅឬមួយក៏យ៉ាងម៉េចដែរហើយមកដល់ពេលនេះបទរបស់ពូហ្នឹងមានបទមួយចំនួនដែលកំពុងតែចាប់ដើម viral ឬក៏ផ្ទុះឡើងវិញមានការគ្រប់គ្រងបន្ថែមនេះពេលបច្ចុប្បន្ននេះតើមានការយល់ឃើញក៏ដូចជាមានអារម្មណ៍បែបណាដែរនៅពេលដែលល្បីល្បាញហើយមានក្រុមណាឬក៏ស្ថាប័នណាដែលគេសាកបានសុំសិទ្ធិរបស់ពូដើម្បីមកផលិតបទហ្នឹងបន្តទៀតទេឬមួយក៏យ៉ាងណាដែរបញ្ហាហ្នឹងមួយក៏ទៅពិចារណាដូចគ្នាដែរបាទព្រោះយើងខ្ញុំបានទៅចែកមួយក្មួយស្តាហ្នឹងគាត់និយាយរឿងច្រើនយើងចុះកម្មសិទ្ធិបញ្ញាទៅចុះព្រោះយើងនៅរស់អញ្ចឹងណាបាទចុះប៉ុន្តែចំពោះខ្ញុំគិតថាយើងគួរធ្វើដោយស្រុកគេគឺมันមានការលំបាកនេះនៅពេលអ្នកឯងផលិតបានគឺអ្នកឯងទៅផលិតហ្នឹងគឺអ្នកឯងចុះសញ្ញេខ្លួនឯងគឺគេយកទៅចុះហើយកន្លែងឯកជនគេយកទៅចុះហើយមានការប្តឹងប្រល់គ្នាគឺស្រុកគេប្រើអញ្ចឹងគេលែងប្រើរូបភាពរដ្ឋហើយអូបាទនេះ studio ឬមួយក៏កន្លែងបញ្ចុះកន្លែងហ្នឹងគឺអ្នកហ្នឹងកន្លែងគឺគេដឹងកម្មសិទ្ធិបញ្ញាអ្នកឯងលួចគេប្តឹងប្រល់គឺចូលទៅផ្លូវតុលាការផ្លូវអីគឺឯកជនទាំងអស់តន់ពូបាទគេលែងប្រើរដ្ឋព្រោះរដ្ឋគេមិនអាចឲ្យរដ្ឋទៅលូកដៃអញ្ចឹងទេខ្មែរយើងវានៅតាក់ទងនេសាយើងធ្លាប់ប្រទេសសង្គមយមពីមុនណាតន់ពូដល់អញ្ចឹងមកយើងនៅតែប្រើ system តែមួយនឹងពេលប្រទេសគេលែងឲ្យហើយក្រសួងមួយអត់រកស៊ីបានទេក្រសួងណាក៏អត់រកស៊ីបានដែរតាមច្បាប់ជាគោលការណ៍គឺអត់មានរកស៊ីទេអត់មានទៅសញ្ញេយកលុយសញ្ញេអីឲ្យគេទៅរកស៊ីនេះរកស៊ីនោះគឺក្រសួងគេបង្កើត agent គេបង្កើតជាទីភ្នាក់ងារនេះជារបស់រដ្ឋដែរមន្ត្រីហ្នឹងគឺមន្ត្រីធ្វើការរបៀបរដ្ឋហ្នឹងដូចរដ្ឋអញ្ចឹងដូចសម្រាប់អាមេរិកនេះប៉ូលីសគោមន្ត្រីគោជា agent ដែរតែប៉ូលីសហ្នឹងក៏ជា agent ដែរអញ្ចឹងប៉ូលីសមិនអាចទៅចាប់គេយកលុយបានទេណាគឺតើអ្នកឯងចេញបងផាកគេទៅក្បង់លុយនៅធនាគារគេទៅបងលុយនៅកន្លែងរដ្ឋាភិបាលគេអត់មានបងឲ្យដៃប៉ូលីសទេអ្នកដែលមន្ត្រីដែលកាន់លុយគឺខុសហ្មងគឺប្រទេសណាទៅស្រុកគេចាប់ធ្វើឲ្យតែមន្ត្រីហ៊ានទៅកាន់លុយដែលអត់រឿងអីកាន់លុយគឺជាប់គុកភ្លាមគេដកបនសាក់ភ្លាមបើស្រុកយើងនៅប្រព័ន្ធយើងចាស់យើងអត់បានកែតែតិចទៅខ្ញុំជឿថានឹងទៅហើយឈានទៅហើយរដ្ឋាភិបាលលោករៀបចំទៅហើយព្រោះมันអាចនៅអញ្ចឹងទៀតកើតទេព្រោះរដ្ឋមន្ត្រីគេគិតតែមើលតែច្បាប់ទេគេសរសេរច្បាប់ធំៗគេមើលការអនុវត្តច្បាប់នេះឯងអនុវត្តត្រូវខុសយ៉ាងណាហើយមន្ត្រីរបស់គេមិនច្រើនគឺមន្ត្រីគេគឺកម្ពុជាមន្ត្រីបកែណាហើយគេមើលតែលើកិច្ចការអ្នកអនុវត្តពិសេសពួក agent ពួកទីភ្នាក់ងារដែលអនុវត្តហ្នឹងក៏ខុសគឺអ្នកឯងដកចេញមានទោសរឿងហ្មងគឺគេធ្វើអញ្ចឹងដល់អញ្ចឹងស្រុកគេស្រួលណាយើងអត់ភ័យរឿងពុកឲ្យលួចអត់មានភ័យយើងអីទៀតទេពួកមន្ត្រីដែលមិនមែនអ្នកឯងក្របខ័ណ្ឌមន្ត្រីរាជការរដ្ឋគឺអ្នកឯងតែខុសគេចាប់ដាក់គុកដូចគ្នាមន្ត្រីរាជការរដ្ឋវាពិបាកដែរវាបោកបោកាលយើងទាត់បោកផងយើងធ្វើប៊ីតផងយើងទាត់បោកផងអត់កើតទេបាទប៉ុន្តែថ្ងៃក្រោយខ្ញុំជឿថាយើងឈានទៅព្រោះយើងចូលទៅប្រទេសយើងចូលទៅជាសមាជិកនៃបណ្ដាអង្គការពិភពលោកធំដូច WTO ដូចជាអង្គការធំលើពិភពលោកហ្នឹងគឺគេទាមទារឲ្យអញ្ចឹងឲ្យធ្វើអញ្ចឹងបានសំណួរថ្ងៃហ្នឹងគឺវាល្អណាស់ខ្ញុំបានថែមមិនបន្តិចដែរប៉ុន្តែខ្ញុំជឿតែរៀបរាប់លោកដឹងហើយមិនធ្វើយ៉ាងណាឲ្យដើម្បីបង្កើនតម្លាភាពជៀសវាងទៅលើចំណុចគេហៅថាភាពមិនប្រក្រតីណាមួយណាមានលើតុក្រោមទឹកអីចឹងទៅ
គុណមែនទេពូអរគុណសម្រាប់ការចែករំលែកនេះខ្ញុំគិតថាមិនត្រឹមតែសិល្បៈទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងផ្នែកផ្សេងៗក៏អាចជាការសិក្សារៀនសូត្របានដែរជុំវិញទៅលើត្បិតតែវាជាកម្មសិទ្ធិបញ្ញាផ្នែកយើងនិយាយអំពីសិល្បៈក៏ប៉ុន្តែពូបានចែករំលែកទៅដល់លក្ខណៈជាទូទៅមួយដែរដើម្បីជាទស្សនៈទានមួយឲ្យបងប្អូនបានទទួលជ្រាបដែរលោកពូខ្ញុំចង់ដឹងដែរមួយទៀតដោយសារតែបច្ចុប្បន្នបច្ចេកវិទ្យាមានភាពទំនើបមែនទែនវាប្រៀបធៀបជាមួយនឹងអតីតកាលគឺខុសគ្នាឆ្ងាយឧទាហរណ៍ថាពូបានបកស្រាយដែរក៏ប៉ុន្តែខ្ញុំចង់ដឹងបន្ថែមទៀតក្នុងឧទាហរណ៍ថាពូជាម្ចាស់បទចម្រៀងជាម្ចាស់បទមួយអញ្ចឹងទៅដល់ពេលហើយបន្ទាប់មកខ្ញុំជាតារាចម្រៀងដែរប៉ុន្តែខ្ញុំយកបទពូទៅច្រៀងនៅបណ្ដា concert ផ្សេងៗតែពូថាអត់អីទេក៏ប៉ុន្តែឥឡូវអីក៏មិនអីដោយសារខ្ញុំចង់ដឹងថាបច្ចេកវិទ្យាកំពុងរីកចម្រើននៅពេលដែលយើងឡើង concert ណាមួយឬក៏ការប្រគំតន្ត្រីតូចធំណាមួយគេមានការថតគេមានការផលិតបន្ទាប់មកគេយកទៅផុសនៅលើ channel របស់គេដែលជាការរកចំណូលណាតែអាហ្នឹងវាពាក់ព័ន្ធមួយកម្មសិទ្ធិបញ្ញាទេវាខុសទេនៅពេលដែលយើងអត់បានសុំហ្នឹងហើយគេថាសំខាន់ណាស់សំដួលគឺល្អបែបតែដែលប្រជាជនយូរទៅក៏អត់ជួលរឿងហ្នឹងខ្លះអត់ដឹងសិល្បករនឹងអត់ដឹងដែរបាទតាមពិតប្រទេសគេអត់សូវខ្វល់ដោយសារអមតគេអញ្ជើញអក capital គាត់ទៅលេងរបស់ប្រកួតតែពេលហ្នឹងស្រាប់ប្រកួតលេងគាត់មានយកបទគេមួយមកលេងយកបទគេមួយមកលេងប៉ុន្តែអត់ទៅមកប្រាប់គេគាត់នឹងធ្វើ announcement គាត់និយាយនៅពេលហ្នឹងមកគាត់ថាដោយសារហេតុអីបានខ្ញុំលេងបទហ្នឹងមិនមែនជាបទខ្ញុំបទរបស់លោកមួយនោះទេណាបាទបើខ្ញុំសុំជំរាបសុំគាត់ណាខ្ញុំសុំលេងហើយខ្ញុំសុំតាក់ទងជួបមួយគាត់ក្រោយប៉ុន្តែខ្ញុំសុំលេងបទហ្នឹងដោយសារខ្ញុំស្រឡាញ់ពេកស្រឡាញ់បទហ្នឹងហើយសូមអធិស្ឋានគាត់មុនដែរដោយសារមិនបានប្រាប់គាត់មុនដោយសារតែចៃដន្យអញ្ចឹងណាឬមានសំណូមពរមកអញ្ចឹងខ្ញុំឧទាហរណ៍គេសុំអញ្ចឹងហើយបើសិនជាប្រទេសយើងវាខុសគេប្រទេសយើងគឺអ្នកជំនាញគាត់ច្រៀងបទគេទាំងអស់ហ្នឹងបាទគេស្រុកខ្មែរអញ្ចឹងបាទស្រុកខ្មែរព្រោះគេថាអ្នកចម្រៀងម្នាក់អ្នកចម្រៀងកគាត់ឡើងច្រៀងបទសិនស៊ីឲ្យពិសេសបទសិនស៊ីមុតគាត់ព្រោះដឹងសិនស៊ីមុតគាត់ស្លាប់ហើយមានណាប្តឹងតាមពិតសិនស៊ីមុតគាត់មិនមែនសេបទទាំងអស់ដែរគាត់សេតិចតួចទេអ្នកនិពន្ធផ្សេងទៀតទេបើស្លាប់អស់ហើយអញ្ចឹងគាត់ធ្វើមិនប្រទេសយើងវាអញ្ចឹងដោយសារវាចេញពីអពតមកវាអញ្ចឹងវាមានបញ្ហាហ្នឹងបើយើងគិតផ្លូវច្បាប់គឺក៏ខុសដែរប៉ុន្តែខុសតូចខុសហ្នឹងក្រុមខៅថាបទលហ៊ុបទហៅដូចថាយើងជិះកង់ពេលយប់អត់ដាក់ភ្លើងបលិផាកយើងផាកបលិផាកណាជាបទលហ៊ុផាកតិចតួចហើយព្រោះពាក្យតែបទលហ៊ុហ្នឹងខ្ញុំសូមនិយាយតែពាក្យបទលហ៊ុមួយយើងតាក់ទងខ្ញុំសូមលើកឡើងតិចចោលណាបែរជួនកាលដូចថាយើងឃើញតែចរាចរណ៍យើងផាកអីរាប់លានរាប់អីចឹងគឺបទលហ៊ុគេកំណត់ហើយបើពីដើមពីសង្គមចាស់ណាបទលហ៊ុបាទផាកអត់លើសពី10រៀល10រៀលច្រើនណាស់ហើយបើ10រៀលក៏គេតាមសួរទៅមិនបាត់ផាកដល់10រៀលបាទបើលុយពីដើមវាថ្លៃណាបាទប៉ុន្តែអស់1រៀលឬ2រៀលហើយយើងមើលពីដើមពីសង្គមចាស់នៅពេលដែលយើងដាក់ដំណងសុំអីចូលទៅប្រឡងច្រៀងឬសុំចូលធ្វើការអញ្ចឹងគេឲ្យបិទតែម fiscal ណាតែម fiscal តែមគេហៅតែម fiscal តែមពុនណាពុននៃกระดาษដែលយើងទៅដំណើរហ្នឹងណាគឺអស់1រៀលអត់លើពី1រៀលទេពីសង្គមចាស់អត់លើពី1រៀលដាក់ពាក្យសុំទៅច្រៀងសុំទៅអីប្រឡងធ្វើការប្រឡងចូលពេទ្យអីគឺតែពីស្កាលអត់លើពី1រៀលទេបាទពូបាទគឺគេប្រយ័ត្នណាស់រឿងហ្នឹងរត់ចុះមិនបានគេបោះតែពីស្កាលពួកគេមិនចង់ឲ្យមន្ត្រីកាន់លុយហើយគេចេញតែមកអញ្ចឹងឲ្យយល់រឿងហ្នឹងមិនបានរត់ពីដល់បោះចេញតែពីស្កាលហ្នឹងគឺគេមិនចង់ឲ្យបងលុយអីតបងលុយពុកលុយបាទបងលុយក្រៅពុកលុយបើលុយក្រុមទុកអីអត់មានទេហើយតែមានក្រុមទុកជាប់គុកគេដកបនសាក់ព្រាមពីដើមហើយគេបិទតែពីស្កាលហ្នឹងគេដាក់តែពីស្កាលទទួលហើយអាហ្នឹងលុយហ្នឹងចូលរត់ប៉ុន្តែអ្នកដែលទទួលបានกระดาษតែហ្នឹងទេណាហើយអ្នកខ្លះមានអ្នកខូចដែរលួចកាត់តែលក់ដល់ទៀតអាចមានតែយូរវាម្ដងដែរយើងនិយាយលេងសើចណាបើមានដែរប៉ុន្តែមិនច្រើនតិចតួចបាទហើយខ្ញុំសូមលើកឡើងមួយទៀតនិយាយពីតាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញាការនិយាយស្ដីបើយើងនិយាយផទោះជាមិនកម្មសិទ្ធិវាអត់ទាន់ចូលកម្មសិទ្ធិបញ្ញាក៏ដោយបើយើងផគឺយើងក្បត់ខ្លួនយើងព្រោះមនុស្សផមានខ្លួនឯងបានដឹងព្រោះអ្នកដែលស្ដាប់ជួនកាលក៏អត់ដឹងក៏ជឿហើយព្រោះយើងផអញ្ចឹងប៉ុន្តែស្រុកគេគោរពណាគេថាទី1គឺគេត្រឡប់មិនឲ្យផហ្មងកាលណាទី1មនុស្សមិនចេះផ
គឺមិនចេះផុសគឺគោរពកម្មសិទ្ធិបញ្ញាគឺគោរពសិទ្ធិរបស់គេគោរពស្ដីរបស់គេណាវាមានលក្ខណៈអញ្ចឹងខ្ញុំសូមថែមប៉ុណ្្នឹងតិចទេថាអាការនិយាយផុសគឺក៏មិនល្អទម្លាប់ផុសគឺមិនល្អទេកុំផុសហ្មងនិយាយត្រង់បាទ បាទឥឡូវដើម្បីកុំឲ្យផុសខ្ញុំចង់ដឹងអំពីចំណាប់អារម្មណ៍ពូដែលជាម្ចាស់បទវិញឥឡូវដោយសារពេលសប្តាហ៍ថ្ងៃនេះបច្ចុប្បន្នសម្បូរណាគឺទៅវិញទៅមកនៅក្នុងការយកបទចម្រៀងយកតន្ត្រីយកទៅអីហ្នឹងដើម្បីធ្វើការជាអាជីពរបស់ខ្លួនក្នុងការ promote ឬក៏ post ដោយពេលខ្លះទៅសុំចុះឥឡូវបើមិនសុំវិញសម្រាប់ពូផ្ទាល់ហ្នឹងមានអារម្មណ៍បែបណាយល់ឃើញបែបណាឬក៏មានអីដែលជាសារណែនាំទៅដល់បុគ្គលឬក៏អ្នកដែលគាត់បានធ្វើទង្វើទាំងហ្នឹងឲ្យគាត់រៀនសូត្របែបម៉េចឲ្យគាត់រៀនដូរអេរយាប័តបែបម៉េចដើម្បីឲ្យមានការគោរពសម្រាប់ជាម្ចាស់បទណាតែសម្រាប់ពូបង្ហាញអារម្មណ៍បែបណាហ្នឹងហើយតាមសួរខ្ញុំតើឆ្លើយមែនខ្ញុំគិតរហូតតែឥឡូវសួរតែឆ្លើយបទខ្ញុំគេលួចគេយកច្រើនហើយអ្នកទៅអ្នកយកអ្នកល្បីបាទជាចំណុចពិសេសពូហើយអ្នកល្បីហ្នឹងមិនមែនថាមិនស្គាល់ខ្ញុំមិនស្គាល់សិស្សអ្នកនៅអាមេរិកដូចលោកចៃចាន់នេះអញ្ចឹងគាត់យកបទខ្ញុំពីរបទឯដែរយកបទមួយផ្ទះដៃ4ដងគាត់ដាក់មលកម្មាយទៅប៉ុន្តែខ្ញុំទៅសេបទហ្នឹងបទជាបទរបស់ខ្ញុំសេអីលោកមលកម្មាយគាត់សេគាត់ច្រៀងណាប៉ុន្តែគាត់ដាក់មលកម្មាយគាត់ថាគាត់បានគោរពកម្មសិទ្ធិបញ្ញាបានបន្តិចដែរបើមិនគាត់បាននិយាយមួយលោកមលកម្មាយអីមិនអត់ទេខ្ញុំអត់ដឹងទេណានឹងទី1ទី2អ្នកដែលយកបទបងខឹងរឿង8របស់ខ្ញុំនឹងយកទៅច្រៀងពីដើមនោះមានអ្នកខ្លះគឺអត់មានសរសេរទាំងអស់អ្នកខ្លះសរសេរតែបទបរទេសអ្នកខ្លះសរសេរបទពីដើមអញ្ចឹងទៅហើយគេអត់សួរទេមនុស្សនៅរស់ជំងឺគេអត់សួរទេបាទហើយនឹងខ្ញុំព្រោះមិនដឹងនិយាយពួកខ្ញុំមានកំណត់មួយពួកខ្ញុំដើរចេញពីភ្លេង30-40ឆ្នាំពួកខ្ញុំជាអ្នកវិទ្យាសាស្ត្រខ្ញុំអត់ចង់រវល់ប៉ុន្តែដល់រវល់វិញជួយឲ្យចាប់ដើមតាមសួរខ្ញុំឆ្លើយហ្នឹងឥឡូវឆ្លើយអ្នកយកច្រើនបទខ្ញុំមានបទឆាត់ឆាខ្ញុំរៀងរំឆាត់ឆាក៏យកច្រើនអត់មានសរសេរអត់ដាក់ឈ្មោះយើងអត់អីទេគាត់យកច្រៀងស្រាច់ចិត្តហើយគាត់ធ្វើស្រាច់ចិត្តប៉ុន្តែថាធ្វើម៉េចពេលហ្នឹងគាត់អត់ទាន់យល់ដោយសារយើងអត់ទាន់យល់បើជឿឥឡូវហ្នឹងគាត់ចាប់នៅពេលគាត់យល់នៅពេលបន្តិចទៀតទៅក្រសួងវប្បធម៌ទីគាត់នឹងផ្សព្វផ្សាយពីបញ្ហាកម្មសិទ្ធិបញ្ញារបៀបអនុវត្តច្បាប់នឹងរបៀបម៉េចទៅប្រហែលជាគាត់នឹងអាចកែប្រែអញ្ចឹងណាហើយមួយទៀតខ្ញុំសូមជម្រាបថាខ្ញុំមិនមែនត្រឹមតែគេបោកគេយកបទយើងយកទៅរកស៊ីអញ្ចឹងហើយខ្មែរយើងនេះឯងទេបរទេសក៏យកដែរខ្ញុំសូមលើកឡើងបរទេសដូចជាមានក្រុមហ៊ុនមួយ Metal Postcard លើអ្នកកាសែតអាមេរិកម្នាក់គាត់ទៅសេបដឹងជំនួសខ្ញុំគាត់ទៅសេទៅពួកគាត់យកបទខ្ញុំគាត់ថាយកទៅលក់ហ្នឹងយើងយកទៅបោះផុសលក់អីចែកគ្នាទៅឃើញអ្នកឯងចូលមក account ខ្ញុំមើល account គេបាក់ account មួយសម្រាប់មើលឃើញទាំងអស់គ្នាបាទពូបាទហើយតាំងពីបានពេលហ្នឹងខ្ញុំទៅលេងនៅទូនៅអាមេរិកនៅទលេនៅអាមេរិកហ្នឹងគេឲ្យបានកាសែតCD ហ្នឹងបាន50ខ្ញុំក៏យកចែកចាយនៅអាមេរិកយើងក៏ដូរឲ្យគេណាយកដូរអ្នកដែលគេរៀបចំនៅអាមេរិកយើងលក់បានថ្លៃដែរលក់បានខ្លះដែរលក់បានបែរជា$1000ជាងយ៉ាងណាយើងលក់$145ទេ33ទូណាថាធំហ្នឹងឲ្យបាន50ហើយបាត់រហូតដល់លើ10ឆ្នាំជាង10ឆ្នាំតាំងជាង10ឆ្នាំលើ2026តាំង2014 2014ហ្នឹងហើយខ្ញុំប្រាប់អ្នកកសែតម្នាក់ក៏សភាខ្ញុំពី3-4ពីអាទិត្យមុនខ្ញុំនិយាយរឿងហ្នឹងក៏សួរខ្ញុំចុះមិនមេតកាបូស្កាតឥឡូវគឺគេ remotion អញ្ចឹងឲ្យតែដាក់ឈ្មោះខ្ញុំចូលគឺជាប់កម្មសិទ្ធិបញ្ញាហ្មងបបរបស់យើងសោះនេះហើយខ្ញុំនៅក្នុង remotion ដាក់ទៅជាប់កម្មសិទ្ធិបញ្ញាបបមេតាបូស្កាតហើយវាអត់បានឲ្យយើងប៉ុន្តែលើគ្នាគេនឹងអាមេរិកនេះគេគោរពកម្មសិទ្ធិបញ្ញាគេលេងវាហ្មងគេប្តឹងវានៅឥណ្ឌូនេស៊ីក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនអង់គ្លេសហើយពីដើមវាមានមេក្រុមហ៊ុនមេធាវីមួយលោក Brad ហ្នឹងខ្ញុំស្គាល់គាត់ឥឡូវគាត់ស្លាប់បាត់ហើយក្រុមហ៊ុនក៏លាយក្រុមហ៊ុនហ្នឹងយើងនឹងទៅប្តឹងណាបើក្រុមហ៊ុនមេធាវីដេញចុះកងត្រាមួយយើងទៅអស់ហើយអត់មានហើយមួយទៀតពេលដែលខ្ញុំសញ្ញេហ្នឹងគឺខ្ញុំសញ្ញេតែម្ខាងទៀតគេថាចាំគេយកទៅឲ្យអ្នកនោះសញ្ញេប៉ុន្តែយកទៅគេអត់សញ្ញេហ្មងយើងនៅអូកូពីនៃយើងគឺអត់មានសញ្ញេខាងគេព្រោះពេលនេះសញ្ញេម្ខាងពួកគេនៅស្រុកគេហ្នឹងយើងផ្ញើទៅឲ្យគេសញ្ញេគេទុកអាប៉ោះយើងអាមានប៉ោះយើងគេទុកដល់ឲ្យវាផ្ញើមកឲ្យយើងវិញអត់ផ្ញើឲ្យឃើញទេបាទពូបាទសិតតែល្បិចទាំងអស់អញ្ចឹងមិនថាមិនមែនតែខ្មែរទេបរទេសក៏ខូចដែរដល់ឥឡូវរឿងខ្ញុំវាខូចដែរឃើញខូចមួយណាឃើញខូចមួយបាទត្រង់ប្រសាសន៍ត្រង់ចំណុចនេះខ្ញុំចាប់អារម្មណ៍មែនទែនហើយខ្ញុំពិតជានៅមានការងឿងឆ្ងល់នៅឡើយដោយសារតែបើសិនជានៅតែបន្តមានការយោគយល់ឬក៏យល់ថាអូពីមុនអ្នកដែលគាត់យកមកច្រៀងអ្នកដែលគាត់យកមកប្រើប្រាស់ហ្នឹងហាក់បីដូចជាគាត់អត់ទាន់មានការយល់ដឹងឬក៏
គាត់នៅអត់មានភាពទលំទលាយនៃការយល់ដឹងអំពីភាពជាម្ចាស់ឬក៏កម្មសិទ្ធិបញ្ញាហ្នឹងក៏ប៉ុន្តែមកដល់ពេលបច្ចុប្បន្នបើសិនជានៅរក្សាទម្រង់បែបហ្នឹងប្រហែលជាបត់ពូក្រោយទៀតអាចនឹង copyright មើលទៅខ្ញុំចង់សួរបន្តវិញតើមានអីយកជាតល័យកឬក៏អាចកំណត់សម្គាល់ឬក៏អន្តរាគមបានណាបើសិនជាមានការលួចចម្លងបន្តនៅតែមានសម្រាប់ពូជាយុទ្ធសាស្ត្រឬក៏ជានីតិវិធីតើពូមានអីដើម្បីស្នើសុំឬក៏ធ្វើបទអន្តរាគមន៍ចំពោះអ្នកដែលគាត់ធ្វើទង្វើបែបហ្នឹងខ្ញុំគិតថាយើងគិតផ្លូវច្បាប់យើងធ្វើមានច្បាប់ទេហើយយើងចងចាំតែកាលយើងច្បាប់ចូលតុលាការគឺអស់លុយអញ្ចឹងមកពីដើមចាស់ចោលពីដើមថាមានរឿងក្តីកុំឲ្យចូលតុលាការតែចូលតុលាការក្រហើយបាទខ្ញុំមិនដឹងទេណាដោយសារស្រុកគេរឿងផ្សេងមិនស្រុកខ្មែរឲ្យតែស្រុកខ្មែរអ្នកណានិយាយទៅចូលតុលាការក្រខ្ញុំមិនដឹងថាតុលាការវាយ៉ាងម៉េចទេបានឲ្យអ្នកចូលតុលាការក្រខ្ញុំតែនិយាយប៉ុណ្្នឹងទេណាបាទពូបាទខ្ញុំមិនហ៊ានប៉ះពាល់ទេទេអញ្ចឹងបានយើងថាយើងចាប់ដើមនេះដែលខ្ញុំមានមកថតបទនៅ Green Motion ខ្ញុំគឺ Green Motion មានដំណើរការអីល្អចាប់ដើមខ្ញុំចេះឲ្យយោបល់ទៅក្មួយទាំងអស់ហ្នឹងខ្ញុំថាយើងចាប់ដើមរៀបចំការងារយើងទៅឥឡូវយើងឈប់ cover របស់គេថតទៅពីដើមយើងចេះ cover ថតឲ្យផុសអីចឹងណាបាទពូបាទបទសិនទីសមុទ្រគាត់ស្លាប់ហើយអត់អីទេអត់មានណាប្តឹងយើងទេប៉ុន្តែគួរតែឈប់ទៅហើយយើងធ្វើបទរបស់យើងមិនបានច្រើនបានតិចក៏ដោយប៉ុន្តែផុសយើងចេញទៅហើយអ្នកដែលធ្វើបទហ្នឹងសញ្ញេថាបទខ្ញុំបទនេះជាបទរបស់ខ្ញុំយើងធ្វើមានសភៅមានគំរូមួយហ្មងរីមួយមានឯកសារមួយហ្មងមាន title មានletterhead មានក្បាល Green Motion អញ្ចឹងគឺឈ្មោះអ្នកនិពន្ធឈ្មោះអីចឹងគឺបានបញ្ជាក់ថាខ្ញុំគឺពិតជាម្ចាស់បទហ្នឹងតែនៅខ្លួនឯងសេបញ្ជាក់ចឹងហ្មងហើយបើសិនជាមានអ្នកណាប្តឹងប្រអទៀតខ្ញុំសូមទូខុសត្រូវតាមមុខច្បាប់ហើយ Green Motion ជាអ្នកតម្កល់ទុកឯកសារហ្នឹងបាទតើមានការភ័ន្តច្រឡំទេកន្លងមកពូពាក់ព័ន្ធជាមួយនឹងការដែលគេហៅថាប្រើភាសា cover ឬក៏យកបទហ្នឹងមកតាក់តែងឡើងវិញមកច្រៀងឡើងវិញមកប្រគំឡើងវិញណាហើយបន្ទាប់មកយើងយកទៅបង្ហោះនៅតាម channel អីផ្សេងតើអាហ្នឹងជាការភ័ន្តច្រឡំទេឬមួយក៏វានៅពេលដែលយើង cover បែបហ្នឹងម្ចាស់បទឬមួយក៏អីហ្នឹងគឺគាត់អត់ចាប់ថ្នាក់ឬក៏គាត់អត់ប្តឹងឬក៏អត់ផ្ដល់ហ្នឹងតើគាត់នៅតែមានសិទ្ធិប្តឹងផ្ដល់ដែរទេឬមួយក៏អត់បញ្ហាដូចយើងនិយាយលើផ្លូវច្បាប់យើងមើលច្បាប់ទាំងអស់គ្នាព្រោះខ្ញុំក៏មិនបានមើលច្បាប់ខ្ញុំបានមើលខ្លះដែរខ្ញុំមើលច្បាប់កម្មសិទ្ធិបញ្ញាព្រោះឆ្លងខ្ញុំកាលខ្ញុំនៅគណៈរដ្ឋមន្ត្រីហ្នឹងឆ្លងខ្ញុំដែរខ្ញុំបានមើលឃើញច្បាប់ក៏សរសេរល្អដែរបាទលោកបាទច្បាប់មានលក្ខខណ្ឌគាត់សរសេរល្អច្បាប់យើងព្រោះយើងក៏យើងយកតាមពីប្រទេសគេអន្តរជាតិដែរណាបាទបាទប៉ុន្តែការអនុវត្តយើងអត់ទាន់បានអនុវត្តព្រោះយើងអត់មានយើងខ្វះធនធានមនុស្សបាទអញ្ចឹងបានថាយើងនៅប្រើ system ដែលថាប្រព័ន្ធមួយដែលរដ្ឋាភិបាលនៅធ្វើខ្លួនឯងទាំងអស់គឺពិបាកហើយអញ្ចឹងតើតែរដ្ឋបាលលោកថ្ងៃក្រោយលោកអាចរៀបចំជា agent ជាអ្នកភ្នាក់ងារបាទដោយខាងប៉ូលីសចឹងប៉ូលីសមេប៉ូលីសធំគឺជាមន្ត្រីរដ្ឋទេដូចជារដ្ឋមន្ត្រីអីគឺជាមន្ត្រីរដ្ឋណាជាមន្ត្រីនយោបាយជាអីចឹងប៉ុន្តែប៉ូលីសដែលធ្វើការនៅតាមភូមិឃុំកាមអីគឺសុទ្ធតែជាទីភ្នាក់ងារទេបាទហើយគាត់គ្មានសិទ្ធិកាន់លុយទេយើងឲ្យតែបង្កើតនឹងបានគឺយើងអត់មានភ័យឲ្យលែងខ្លាចប៉ូលីសពួកយើងដឹងថាបើយើងខុសគាត់ឲ្យបានយើងទៅបង់សងយើងទៅបង់ទៅបាច់តថ្លៃគ្នាទេតែខុសគេចាប់តែឥឡូវវាមិននៅតថ្លៃឈ្លោះគ្នាផងវាដឹងថាវាអញ្ចឹងវាមើលទៅវាឃើញអត់ស្អាតហើយយើងឃើញថាមុនគេបងអស់យើងឃើញថាអ្វីដែលកើតឡើងមុខមហាជនកដាខ្នល់តាមផ្លូវគឺអត់ល្អទេឆ្លោះតតែរឿងដេញខៅតែរឿងលួចកាក់រឿងអីចឹងណាគឺថាมันគួរឲ្យមាននេះអាហ្នឹងជាទស្សនៈរបស់ខ្ញុំថាជាទូទៅអាហ្នឹងប្រទេសគេធ្វើអញ្ចឹងគឺខ្ញុំជឿថារាជរដ្ឋាភិបាលលោកនឹងគិតលោកនឹងរៀបចំថ្ងៃក្រោយបរិបទនៃសង្គមបច្ចុប្បន្នមិនថាប្រទេសកម្ពុជាឬមួយក៏ប្រទេសដទៃទេឲ្យតែជាប្រទេសដែលកំពុងអភិវឌ្ឍគឺព្យាយាមប្រឹងប្រែងរកវិធីសាស្ត្រយ៉ាងណាឲ្យតែកាពះឲ្យដើម្បីកាពះហាបីពេលអញ្ចឹងទៅក៏ប៉ុន្តែយ៉ាងណាការប្រឹងប្រែងយ៉ាងនោះពេលខ្លះគាត់មិនបានគិតថាវាស្របច្បាប់ឬក៏វាខុសច្បាប់ទេគាត់ដឹងតែធ្វើឲ្យតែវាបានជាប្រយោជន៍បានជាចំណូលគឺពេលហ្នឹងគឺគាត់ពេញចិត្តហើយសម្រាប់គ្រប់គ្រងអាជីពកាពះខ្លួនឯងហើយនឹងក្រុមគ្រួសារអញ្ចឹងទៅដោយឡែកភាគីសម្រាប់កម្ពុជារបស់យើងកន្លងមកក៏យើងមានដែរពាក់ព័ន្ធដោយពូមានភាសាអញ្ចឹងតារាចម្រៀងអ្នកចម្រៀងយើងច្រៀងធ្វើជុំច្រៀងបទទៅគ្នាទៅវិញទៅមកអញ្ចឹងទៅអ្វីដែលខ្ញុំចង់ដឹងអេយ៉ាបទមួយនៅពេលដែលយើងចាប់បានអ្នកដែលគាត់លួចទ្រព្យសម្បត្តិគេឬក៏ឆក់ប្លន់អី
អាហ្នឹងគឺជាទង្វើមួយគេហៅថាទង្វើដែលមិនត្រូវច្បាប់ទេស្របផ្ទុយពីច្បាប់បានន័យថាយើងអាចហៅគាត់ថាជាចោរអញ្ចឹងទៅគាត់មានទោសព្រមមិនតាន់ឬក៏រដ្ឋប្រវេណីបើធៀបជាមួយនឹងគ្នានេះដែរអ្នកដែលគាត់លួចចម្លងការបទចម្រៀងដូរតន្ត្រីហើយយកមកកែទំនុកច្រៀងថ្មីមកកែប្រូថ្មីទាំងអស់ហ្នឹងថាតើសម្រាប់ពូវាយតម្លៃយ៉ាងម៉េចដែរអ្នករំលោភកម្មសិទ្ធិបញ្ញាហើយអ្នកដែលលួចប្លន់ហ្នឹងតើមានគេហៅថាក្តីឬក៏កម្រិតទោសហ្នឹងកម្រិតណាដែរសម្រាប់ពូផ្ទាល់ណាអាចថាសួរហ្នឹងរៀងធ្ងន់បន្តិចពូអធិស្ឋានអត់ទេដល់គេគេថាខ្ញុំទៅសើអ្នកសួរវិញឥឡូវកំពុងទៅសើអ្នកសួរវិញគេថាធ្វើឲ្យខ្ញុំតាមពិតវាពិបាកក្នុងសង្គមនេះខ្ញុំក៏ជារាជការអញ្ចឹងខ្ញុំមិនចង់និយាយច្រើនវាខ្លាចប៉ះពាល់ណាយើងប៉ះពាល់ពេលខ្លះនៅពេលទៅសំណួរអញ្ចឹងគឺសំណួរមហាជនហើយក្មួយគឺតំណាងឲ្យមហាជនទាំងអស់ដែលចង់ដឹងរឿងហ្នឹងមិនបានតាមពិតទោសហ្នឹងធ្ងន់បើថាចោលមកចោលបំបែងណាទោសលួចកម្មសិទ្ធិបញ្ញាធ្ងន់ជាងចោលមកចោលបំបែងខ្ញុំឲ្យតែប៉ុណ្្នឹងសិនចុះបើស្រុកគេឲ្យធ្ងន់ជាងគឺប្រហាក់ប្រហែលនឹងបើយើងនិយាយថាពួកនេះលួចយូរវែងគាត់លួចកម្មសិទ្ធិបញ្ញាគាត់លក់បានរហូតគាត់លក់បានលក់រហូតតែម្ដងហើយបើអ្នកទៅលួចគេមកតែលួចកុំព្យូទ័រមួយវាថ្លៃហើយកុំព្យូទ័រ1000ខ្ញុំឧទាហរណ៍ឬ500គួរទៅ500បានម្ដងអស់ហើយមិនមែនលក់បាន500ទៅដល់គេឲ្យ100ឲ្យ50ព្រោះបោះចោលអត់តែបានថ្លៃបើកម្មសិទ្ធិបញ្ញាគាត់បានលួចរហូតខ្ញុំឧទាហរណ៍ថ្ងៃក្រោយទេណាបើស្រុកយើងវាមិនទាន់មានលួចអីច្រើនធំដុំទេអញ្ចឹងខ្ញុំវាមិនចង់លើកឡើងច្រើននេះព្រោះប៉ុន្តែយើងចង់ឲ្យបងប្អូនយើងមានការភ្ញាក់រលឹកយល់ឃើញនៅខ្លួនឯងទេចំណុចហ្នឹងណាសំខាន់ណាចំណុចហ្នឹងគឺសំខាន់មួយទៀតដែលក្មួយលើកឡើងចំណុចហ្នឹងថាអាហ្នឹងហើយគឺជាបើយើងនិយាយថាគេបង្ហាញនៅកម្រិតនៃការយល់ដឹងសិលធម៌របស់ជនជាតិមួយបើអ្នកឯងនៅតែលួចកម្មសិទ្ធិបញ្ញារបស់គេអត់សុំគេនៅតែដដែលហើយគេពីដើមថា20-30ឆ្នាំមុនចេញពីអាពតចុះវាអត់នឹងអីក្រោយមកច្បាប់ពួកយើងមានហើយតែ10ឆ្នាំហើយច្បាប់យើងចេញមកយើងតែនិយាយទូទៅគេនិយាយកម្មសិទ្ធិបញ្ញាទូទៅក៏ប្រទេសជិតខាងធ្លាប់វាយយើងថៃក៏ធ្លាប់វាយយើងលួចបាត់វាអីចឹងទៅវាធ្លាប់ច្រើនមានរឿងច្រើនហើយវាមើងងាយរហូតដល់អ្នកតារាចម្រៀងធំរបស់យើងវាទៅដល់ស្រុកវាមើងងាយមកវាថាជាបត់អញណាខ្ញុំឃើញគឺអាហ្នឹងហើយដែលវាបង្ហាញសំណួររបស់ក្មួយគឺល្អគឺដែលខ្ញុំមិនចង់ឆ្លើយតែឥឡូវខ្ញុំឆ្លើយគឺថាបានគេថាសិលធម៌សង្គមហ្មងសិលធម៌ជនជាតិមួយសិលធម៌សង្គមជាតិមួយតាមរយៈការនិយាយការពិតនិងការដែលគោរពកម្មសិទ្ធិបញ្ញាធំបាទពូបាទយើងមើលអាហ្នឹងយើងអត់មកយើងអត់ចាប់លេងយើងមើលវាស្រាលប៉ុន្តែបើយើងចេញខ្ញុំតទៅមើលលើកឡើងឯងកុំបាច់ទៅណាឆ្ងាយទៅវៀតណាមមុនគេវៀតណាមពីដើមយើងមិនប្រាប់វៀតណាមមកវៀតណាមស្អីក៏លួចគេដែរលួចដូចចិនហ្នឹងលួចខ្លាំងជាងចិនទៀតគេថាទៅមើលវៀតណាមលើអត់បានច្បាប់គេតឹងតែងគេចាប់ដើមរឹបចាំព្រោះគេគិតថាគេចូលជាមួយពិភពលោកហើយគេជាសមាជិកអង្គការ WTO គេសមាជិកណាគេត្រូវលួចឲ្យបានគេពេញពិភពលោកតនបាទហើយបើកាលណាគេមិនកែលម្អផ្ទៃក្នុងរបស់គេមិនឲ្យប្រជាពលរដ្ឋគេមានទៅជាមនុស្សប្រឌិតឆ្នៃប្រឌិតខ្លួនឯងបង្កើតខ្លួនឯងគឺគេនឹងគេពិភពលោកគេអត់រាប់អាននឹងសំខាន់ខ្ញុំសូមលើកឡើងប៉ុណ្្នឹងឲ្យថាខ្ញុំជឿថារឿងរបស់យើងលោកនឹងរុញរឿងនឹងលោកគិតរឿងបាទអរគុណច្រើនមែនទែនលោកពូសម្រាប់ការបកស្រាយយ៉ាងក្បោះក្បាយមែនទែនខ្ញុំនៅតែមានសំណួរមួយទៀតតាក់ទងជាមួយនឹងអាហ្នឹងអាចថាជាសំណួរអ្នកដែលគាត់ជាមហាជនដូចគ្នាអាចថាជា fan អ្នកគ្រប់គ្រងតារាចម្រៀងសិល្បករឯដែរឬមួយក៏ពាក់ព័ន្ធជាមួយនឹងដូចពូមានប្រសាសន៍អញ្ចឹងការយល់ដឹងរបស់គាត់កន្លងមកមានកម្រិតបែបណាហើយអាចថាគ្រាន់តែជាការឮតគ្នាអញ្ចឹងទៅណាថាអ្វីដែលជាបទចម្រៀងដែលគាត់ច្រៀងមកហ្នឹងគាត់នៅតែគិតថាឲ្យតារាចម្រៀងម្នាក់ហ្នឹងគាត់បកស្រាយឥឡូវទីហោថាពូជាតារាចម្រៀងមួយនៅក្នុងផលិតកម្មអេអញ្ចឹងទៅហើយពូបានច្រៀងបទហ្នឹងគឺជាបទមុនគេដែលមានអ្នកនិពន្ធផ្សេងទៀតនិពន្ធឲ្យពូច្រៀងផលិតកម្មហ្នឹងគឺជាអ្នករៀបចំថតឲ្យពូច្រៀងបទហ្នឹងដល់ពេលថ្ងៃក្រោយទៅពូបទហ្នឹងគឺល្បីរន្ទឺអញ្ចឹងទៅមានការគ្រប់គ្រងពីទស្សនិកជនស្រាប់តែពេលណាមួយដែលពូចាក់ចេញពីផលិតកម្មមួយហ្នឹងហើយបន្ទាប់មកពូទៅផលិតកម្មផ្សេងទៀតប៉ុន្តែនៅពេលដែលមានគេអញ្ជើញពូដើម្បីឡើងទៅឆាកទូរទស្សន៍ឬមួយក៏ជាការប្រគំតន្ត្រីអានេះយើងឧទាហរណ៍ងាយយល់តែម្ដង
thật ra pu ai vô bọt cha bọt luôn ai đặt luôn ai thọp riêng nắng vô mà riêng nơi ti tăng tham mây nơi là tại cam tham mây rồi còn nơi cha tù tua rồi còn ca bọc cung nằm đây tham mây bàn này dạ nó nhưng ban trước đôi mình chăm bạch ban sông pi và là cam cha sớm mấy đại dương thọp ban là sai cho muối nè thật ra nhưng ai vui chẳng bàn đấy có sao giờ nuôi lỏ nuôi khlang giờ để giờ bị cái này nhưng mình chọn chào lôi bộ việc biên cào bộ bà đại bàn tay sum nuôi tới để chào lôi của nó chỉ chồng nét đắng ở bị chỉ chồng đắng phơi bắp cứ khô phơi bắp khô tại bờ phơi mình chỉ bắp dương tha cao sầm rọp sầm bùa kia nè thọp dương bọt năng phân mình mà bà đi tới tới sông kia tới telephone sông kia ta bỏខ្ញុំចេញពីផលិតកម្មហ្នឹងហើយបត់ហ្នឹងបត់ជំនាញផងបងបើខ្ញុំទៅតែជាងកន្លែងតិចខ្ញុំសុំជាងបត់ហ្នឹងបានទេគាត់ថាជារៀងបានប៉ុន្តែខ្ញុំមានដែរព្រោះប្រទេសគេបង្កើត agent គេបង្កើតស្នាក់ទីភ្នាក់ងាររបស់គេណាបាទអមមកថាអូទីហោថាខ្ញុំអ្នកជំនាញនេះម្ចាស់បត់បិណ្ឌនៅក្នុងក្រុមមួយទៀតខ្ញុំថាឥឡូវចាំខ្ញុំសួរខាងក្រុមហ៊ុនខ្ញុំសិនព្រោះក្រុមហ៊ុនខ្ញុំអ្នកណាយកបត់ជំនាញខ្ញុំទៅច្រៀងត្រូវតែមានការបង់កម្រៃចឹងដល់តាក់តងទៅតាមអីចាំខ្ញុំជួយសម្រួលកុំឲ្យគាត់យកថ្លៃធម្មតាហាងឆេងបើទៅជាងម្ដងយកបត់នឹងទៅជាងយក$100តែបើខ្ញុំស្គាល់នេះខ្ញុំសូមឲ្យគាត់យកត្រឹមតែ20-30 បាតអូបងឲ្យគេបាទអរគុណអានឹងជាផ្លេចច្បាប់បាទយើងតិចទៅឈានដល់ចឹងចុះមកខ្ញុំទៅមាន register ទៅមានការកត់ត្រាកត់បញ្ជីទៅមានឯកសារទាំងអស់ប្រទេសគេលែងស្គាល់ប៉ុន្តែគេលឿនប៉ុណ្ណឹងក៏នៅមានរឿងដែរប៉ុន្តែរឿងវាមិនខ្លាំងវាមិនច្រើនណាព្រោះគេស្អីក៏ដោយវាទៅតាមកលងរបស់គេចូលទៅគេដឹងក៏មានច្បាប់ទម្លាប់របស់គេនឹងអត់មានអាហ៊ានលួចទេហើយមនុស្សគេមានមួយទៀតគេថាប៉ុន្តែក៏មានមនុស្សខូចដូចគ្នាដែរខ្ញុំមិនហ៊ាននិយាយថាមែនតែយើងមែនតែអីនៅអាមេរិកនៅបរទេសឃើញក្រុមហ៊ុនអង់គ្លេសដែលថា Meta Postcard ហ្នឹងគឺក៏បោកប្រាស់ខ្ញុំគេណាក៏ខូចដូចគ្នាដែរវាមានខូចដូចគ្នាអញ្ចឹងមានឲ្យទៅស៊ីយើងបានស៊ីអីបាទពូបាទអញ្ចឹងខ្ញុំសូមនិយាយថាដូចជាបើយើងវិញនេះបើយើងក្នុងការដែលយើងដូចជាខ្ញុំលើកឧទាហរណ៍មួយនៅពេលដែលក្រុមហ៊ុនមួយដែលថ្លៃថ្នូរខ្ញុំទៅហ៊ាននិយាយខ្ញុំអត់ខ្លាចបារមីនគឺគេល្អហើយមិនបានវ៉ាន់ដាគេស្គាល់ហើយគេហៅទៅជើងនៅអូឡ িম্প ិកជើងនៅអូឡ িম্প ិកបាទជាង1មនុស្សទេគាត់តើដើរឆ្លងកាត់ទេគាត់យក time to rise ជាងហ្នឹងគឺថាបត់ហ្នឹងគឺថាបត់ហ្នឹងគាត់ធ្លាប់លេងជាមួយលោកតាគង់ណៃអញ្ចឹងណាជាបត់ខ្មែរចេញមកខ្មែរគាត់ជា rap ខ្មែរហ្មងហើយគេឲ្យតម្លៃគាត់ថាគាត់អត់លួចគេគាត់ rap ផុកគាត់ខ្មែរហ្មង rap ផុកខ្មែរដែលខុសគេផុកខ្មែរគេឃើញល្អខ្ញុំសូមលើកឡើងអញ្ចឹងនៅខ្ញុំទៅស្រុកប្រាំងខ្ញុំទៅ Lafayette កន្លែងគេលក់អីវ៉ាន់ធំលក់ទឹកអប់លក់អីពេលខ្ញុំទៅចូលទិញអីវ៉ាន់គេសួរអ្នកឯងខ្មែរខ្ញុំថាខ្មែរអូអ្នកឯងស្គាល់វ៉ាន់ដាខ្ញុំសើចខ្ញុំថាខ្ញុំស្គាល់ខ្ញុំថាអ្នកឯងមិនបានស្គាល់គេសួរខ្ញុំមិនបានស្គាល់ព្រោះគេតារាអញ្ចឹងព្រោះគ្នាអ្នកស្រុកប្រាំងពួកបារាំងគេសួរពូណាពូណាសួរខ្ញុំបាទខ្ញុំបង្ហាញខ្ញុំដកទេលេផូនខ្ញុំថតរូបមួយវ៉ាន់ដាពេលគេខ្ញុំសុំបត់ខ្ញុំណាខ្ញុំថតរូបនេះឃើញខ្ញុំថតមួយនេះអូអ្នកឯងស្គាល់វ៉ាន់ដាខ្លាំងណាស់គេឲ្យតម្លៃយើងអញ្ចឹងមិនថាអ្វីដែលយើងធ្វើត្រឹមត្រូវដូចបារមីខ្ញុំនៅតែសារយើងគាត់ថាគាត់គោរពធ្វើដល់មិនបានធ្វើបើខ្ញុំឯកភាពឲ្យគាត់ហើយអត់មានបញ្ហាមិនបាច់សវត្តក៏បានហើយខ្ញុំនៅទទួលស្គាល់តែខ្ញុំបានឲ្យគាត់ហើយគាត់ធ្វើត្រឹមត្រូវហើយវ៉ាន់ដាគាត់ជាងទៅជា rap របស់ខ្មែរវាមានសេចក្តីថ្លៃថ្នូរអញ្ចឹងគេអញ្ជើញយើងទៅលេងអូឡ িম্প ិកមានណាបានចូលអូឡ িম্প ិកមួយមនុស្សក៏ដោយព្រោះ Celine Dion គាត់បានជាង5មនុស្សវ៉ាន់ដាមួយមនុស្សដែរយើងប្រទេសទូចមួយយើងមើលម៉ាស៊ីទាំងអស់មានគេយកណាយកវ៉ាន់ដាម្នាក់យើងតើយើងសមូលនភាពជាតិយើងដែរខ្ញុំសូមនិយាយត្រង់យ៉ាងមកនេះគឺជាមោទកភាពមែនទែនសម្រាប់ប្រជាជនកម្ពុជារបស់យើងហើយខ្ញុំក៏ដូចជាមិនខុសពីពូដែរការទៅឡាវទៅអីហ្នឹងហើយមានមិត្តភក្តិបរទេសមួយចំនួនគេស្គាល់ខ្មែរតាមរយៈ rapper តាមរយៈវ៉ាន់ដាដែរដល់ពេលសួរវ៉ាន់ដាថាណាខ្ញុំរៀងភ្ញាក់អល់ដែរចុះមកថានេះគឺជាការចូលរួមចំណែកមួយសម្រាប់ជាតិអ្នកដែលគាត់មានជំនាញផ្នែកអីគឺគាត់ធ្វើទាំងឲ្យតែជាភាពចម្រុងចម្រើនសម្រាប់ជាតិលោកពូជាចុងក្រោយថាតើពូមានអ្វីដែលជាអនុសាសន៍ឬក៏ជាសារសម្រាប់ផ្ដាំផ្ញើឬក៏ចែករំលែកទៅដល់អ្នកនិពន្ធជំនាន់ក្រោយនេះបច្ចុប្បន្ននេះក្មេងៗជំនាន់ក្រោយថាតើមានអីដែលបីផ្ដាំផ្ញើឲ្យគាត់នៅក្នុងការរក្សានៅគេហៅថាមរតកគេដំណើរគេហៅថាតតកូលណាតដំណើរតឆ្នាំតជីវិតរបស់គាត់នោះថាតើដើម្បីរក្សានៅកម្មសិទ្ធិបញ្ញាបានតើគាត់គួរតែរក្សាទម្រង់បែបម៉េចហើយគាត់គួរតែចោះឈ្មោះហ្នឹងធ្វើអ្វីដែលជាគេដំណើរឬក៏តន្ត្រីរបស់គាត់ហ្នឹងបែបណាដើម្បីឲ្យវាមាន
គុណភាពឬក៏មានគុណតម្លៃជាសកលមួយសម្រាប់ជីវិតរបស់គាត់ ហ្នឹងក៏សំណួរគឺអស្ចារ្យដែរដែលសិល្បករខ្មែរដែលខ្ញុំតែនិយាយថាគ្នាទៅលេងការលេងអីចឹងដល់នៅរោងការឡើងគេដាក់គាត់នៅពលាតបាំងហ្នឹងគេឲ្យតែអ្នកជំនាញឡើងមកកណ្ដាលគេទុកឆាកធំណា បាទ ព្រោះសម័យឥឡូវគេដូរចឹងយើងក៏មិនដឹងយ៉ាងម៉េចដែរគេថាដោយសារអ្នកជំនាញហ្នឹងឲ្យខ្ញុំលើកគេនិយាយទេខ្ញុំមិនច្បាស់ទេណាព្រោះថាខ្ញុំថាមិនដាក់អ្នកភ្លេងពីក្រោយព្រោះហ្នឹងអ្នកភ្លេងវាបង្ហាញឃើញមកល្អស្រុកគេអ្នកជាងអត់មានភ្លេងយ៉ាប់ណា បាទ សូខ្មែរទៅអ្នកច្រៀងម្នាក់ឯងអត់មានភ្លេងគេថាអាហ្នឹងទុកឲ្យសម័យខ្លួនប្រុសស្រីគេឡើងខ្ញុំថាហ្នឹងក៏មួយយ៉ាងដែរខ្ញុំមិនដឹងគេត្រឡប់មិនត្រឡប់ទៅបើជាទូទៅស្រុកគេអត់ទេតែអត់មានភ្លេងបានទេហើយគេថាមួយទៀតគេថាដាក់ភ្លេងមិនកើតភ្លេងខ្ញុំថាចូលស្លៀកពាក់អត់ដឹងអីមិនដល់ទេខ្ញុំបើឲ្យគេស្លៀកពាក់អាវធំពីពាក់អាវធំទាំងអស់ហើយមិនក៏មានអីខណៈនៅមួយទៀតចរិតអ្នកភ្លេងជួអញផឹកនៅលើហ្នឹងហ្មងខ្ញុំថាអូ អាហ្នឹងអាចជាមូលហេតុ អាចជាមូលហេតុមួយខ្ញុំតើលើកឡើងអញ្ចឹងហ្នឹងចំពោះសិល្បករយើងក៏យើងនៅពេលដែលយើងឡើងលើឆាកខ្ញុំសូមជម្រាបអញ្ចឹងថាស្រែកទឹកយ៉ាងណាក៏ដោយតែយើងដាក់ទឹកលួចផឹកគៀនកុំអាផឹកប៊ីយ៉ាណាបើប៊ីយ៉ាវាអត់សំខាន់ទេបើយើងផឹកទឹកអានោះធម្មតាយើងការស្រែកទឹកណាបើយើងផឹកប៊ីយ៉ាលើកប៊ីយ៉ាលើកអឲ្យលេងបរិយដាក់នឹងដៃអញ្ចឹងខ្ញុំធ្លាប់គ្នាខ្ញុំពីសង្គមចាស់អញ្ចឹងដែរខ្ញុំថាឲ្យខ្ញុំស្ដីឲ្យអញ្ចឹងដៃគាត់លេងអញ្ចឹងឲ្យខ្ញុំដាក់លើអកលើជាណូឆេះជាណូក៏មានស្អីក៏មានដែរវារួមផ្សំខ្ញុំសូមញ៉ាំចឹងមួយទៀតដែលសំណួរមួយសួនគឺល្អអស្ចារ្យតើថាអីថាម្នាក់គួរតែរៀបចំថានៅពេលដែលយើងជាអ្នកនិពន្ធខ្ញុំមិននិយាយអ្នកភ្លេងទេណា បាទ តែអ្នកនិពន្ធអីចឹងយើងត្រូវរកកន្លែងមួយជាមូលដ្ឋានជាអង្គភាពដូចជាកន្លែង studio មួយដែលរៀបចំបានត្រឹមត្រូវដូចថាខ្ញុំអូទាខ្ញុំនៅ Green Motion យកលើក Green Motion ខ្ញុំវាមិនសមតែលើកចោះតែខ្ញុំអត់ស្គាល់ណាទៀតបាទខ្ញុំដើរដូចបារមីគេមានប៉ុន្តែគេមិនចេះយកគ្នាគេហ្នឹងដែលថាមានអវណ្ណដែររបស់គេបារមីរបស់គាត់ណាយើងគេគាត់ល្អហើយគាត់អញ្ចឹងប៉ុន្តែអ្នកផ្សេងទៀតគ្នាចង់ទៅអត់បានគេអត់ឲ្យចូលបាទ តែឧទាហរណ៍ដូចជាកន្លែងខ្លះគេចូលបានដូចជាបានឥឡូវ Green Motion គាត់ open គាត់ថាអ្នកណាមកជួយមកបានប៉ុន្តែណាខ្ញុំសូមឲ្យអ្នកឯង register ទៅមកថតឯងមកថតគឺបទជំនាញឯងតែងច្បាស់លាស់ register ទៅមានក៏យើងធ្វើឯកសារទុកគាត់មួយយើងមួយណាគាត់អ្នកស្រីគាត់ទៅនីខុសត្រូវយើងមួយគាត់មួយហើយយើងទៅសេហ្នឹងថាឯកសារធ្វើជា2ឬជា3តែ2អត់បានទេអាចបាត់ដែរអាចនៅអ្នកទី3ផ្ញើទុកកន្លែងណាមួយទៅមានឡើងដឹងលឺម្នាក់ទៅបើមិនមែនជាអង្គភាពមួយដែលដឹងលឺអញ្ចឹងទៅយើងធ្វើអញ្ចឹងទៅណាហើយជាការថ្លៃថ្នូរគឺពេលហ្នឹងគឺថ្ងៃក្រោយទៅនៅពេលទៅអនាគតគឺយើងមាន document យើងមានឯកសារយោងគេហៅថាមាន archive យើងហៅថាមានអីឯកសារកលប្រវត្តិកលប្រវត្តិរបស់យើងម្នាក់គឺថាខ្ញុំបានតែងបទខ្ញុំមានទុកកន្លែងឡើងអ៊ំអុយទៅហោះតាបារមីក៏ទទួលខ្ញុំមានបារមី3បទខ្ញុំមានមួយ Green Motion 5បទខ្ញុំមានមួយក្រុមហ៊ុនណាមួយទៀតប្រហែលបទទៀតក៏មានរបស់គាត់ហើយថ្ងៃក្រោយអ្នកណាទៅយកទៅផុសគាត់ទៅច្រៀងអមយកបទនេះជាមួយ Green Motion ក៏ប្រាប់ថាជួយធ្វើការខ្ញុំផងមានគេយកទៅច្រៀងហ្នឹងណាអញ្ចឹងបាទប៉ុន្តែគាត់នៅពេលដែលគាត់ធ្វើជាមួយយើងអមគាត់មកថតមួយយើងគាត់ជួបក៏បង់កម្រៃឲ្យយើងណាកម្រៃនេះគាត់មកច្រៀងថតមួយយើងគាត់យើងធ្វើអីប៉ុសបង្ហោះឲ្យគាត់យើងបានកម្រៃមួយហើយតន់ប៉ុន្តែមួយទៀតដែលយើងរំខានឯកសារប្រកបក្នុងការនេះគាត់អាចក្នុងមិនច្រើនគាត់មួយខែគាត់ត្រឹមថា1000រៀល2000រៀលដាក់ចូលមកកន្លែងសម្រាប់ document ដែលយើងរក្សាទុកឲ្យគាត់នៅពេលមានការប្តឹងផ្ដាល់មករកយើងមានណាយើងអត់យកច្រើនទេយើងធ្វើមិនឲ្យព្រោះសិល្បករយើងមិនមានលុយច្រើននេះក៏ក្រណាខ្មែរយើងផ្សារតូចណាយើងគិតសំរុំធ្វើមិនឲ្យគាត់ប៉ុន្តែអត់មានសោះអត់បានទេព្រោះអញ្ចឹងយើងអ្នកណាទទួលកម្មរក្សាឯកសារគាត់ទុកអីចឹងទីកន្លែងទុកអីចឹងទូដាក់អីចឹងទៅត្រូវតែមាននេះសំខាន់ណាស់សម្រាប់ទៅអនាគតសម្រាប់សិល្បករខ្មែររបស់យើងហ្នឹងនៅពេលដែលគាត់ចង់រក្សាអញ្ចឹងគឺតែគាត់តើរៀបចំអញ្ចឹងរៀបចំទៅជាអញ្ចឹងមកបានអូគុណណាស់អរគុណលោកគ្រូអរគុណមែនទែនសម្រាប់ការចែករំលែកថ្ងៃនេះគឺពិតជាមានតម្លៃហើយមានទស្សនៈទានធំដែលបងប្អូនទស្សនិកជនក៏ដូចជាអ្នកស្ដាប់ហ្នឹងគឺកំពុងតែផ្ដោតខ្លាំងមែនទែនជាពិសេសគឺគេហៅថាកម្រិតអ្នកនិពន្ធដូចគ្នាណាកវីនិពន្ធតន្ត្រីករដែលជើងចាស់ក្តីជាន់ថ្មីនេះក្តីតើ
នេះគឺជាចំណុចដែលអ្នកទាំងអស់គ្នាអាចយកមកសិក្សារៀនសូត្របន្ថែមហើយនេះគឺជាការចែករំលែកដ៏មានអត្ថន័យបំផុតអំពីកវីនិពន្ធក៏ដូចជាវីរៈសិល្បករតន្ត្រីករក្រុម Traga តាំងពីទសវត្ស60 70មកម្លេះថ្ងៃនេះយ៉ាងណាក៏ដោយចុះយើងមានចំណេះដឹងច្រើនហើយសង្ឃឹមថាថ្ងៃនេះប្រធានបទរៀងក្តៅបន្តិចរៀងបើនិយាយមែនតើរៀង touching បន្តិចចំពោះបងប្អូនដែលនៅមានភាពភ័ន្តច្រឡំឬមួយក៏ការយល់មិនទាន់ពេញលេញពាក់ព័ន្ធជាមួយនឹងនិយមន័យនៃកម្មសិទ្ធិបញ្ញាទៅលើបទចម្រៀងទៅលើតន្ត្រីមិនត្រឹមតែប៉ុណ្ណោះលោកពូបានចែករំលែកបន្ថែមពាក់ព័ន្ធជាមួយនឹងចំណេះដឹងទូទៅផ្សេងទៀតជុំវិញទៅលើកម្មសិទ្ធិបញ្ញានេះទៀតសោតGreen Motion Podcast នឹងសន្យាថារកចំណេះដឹងថ្មីជុំវិញសិល្បៈក៏ដូចជាវិស័យផ្សេងដើម្បីផ្ដល់ជូននៅប្រិយមិត្តទូទស្សនិកជនជាចំណីអារម្មណ៍ក៏ដូចជាចំណេះដឹងដើម្បីជាទស្សនៈទាននៅក្នុងការស្វែងយល់បន្ថែមទៀតគណៈពេលនេះដែរអរគុណលោកពូទូចសៀងតាណាខ្ញុំបាទនឹងក្រុមការងារសូមអរគុណនិងសូមគោរពលាបាទ